សួស្តីអ្នកទាំងអស់គ្នាចូលជួបបានតូជីថ្ងៃនេះខ្ញុំលើកយករឿងថ្មីមួយដែលមានចំណងជើងថា Hyundai Song Return from Hell ដែលមានន័យថា Hyundai Song វិលត្រឡប់មកពីឋាននរកចាប់ផ្ដើមរឿងយើងបានឃើញកន្លែងអបអរសាទរសិស្សបញ្ចប់ថ្នាក់វិទ្យាល័យហើយយើងបានឃើញមនុស្សពីរនាក់ហើយបរិសុទ្ធពាក់អាវពណ៌ខៀវមានឈ្មោះថា Hyundai Song ក៏ជាតួប្រុសយើងផងដែរ Hyundai Song យើងបាននិយាយថាថ្ងៃនេះគឺជាថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំនៅមហាវិទ្យាល័យវាក៏ជាថ្ងៃអាទិត្យកំពុងដើរនិយាយជាមួយមិត្តភ័ក្តិសុខសត្វតែមានអ្វីមួយចម្លែកបានកើតឡើងហើយ Hyundai Song បានដួលសន្លប់ភ្លាមយើងបានឃើញវិញ្ញាណ Hyundai Song កំពុងធ្លាក់មកឋាននរកហើយ Hyundai Song បានភ្ជាប់អាវជាមួយសត្វចម្លែកដែលកំពុងប្រយុទ្ធគ្នាយ៉ាងឃោរឃៅហើយ Hyundai Song បានគិតថាតើខ្ញុំកំពុងស្ថិតនៅឯ10ថ្ងៃនៅក្នុងឋាននរក Hyundai Song បាននិយាយថាខ្ញុំពិតជាស័យឃ្លានណាស់ហើយ Hyundai Song បានប្រកាសឃើញសាកសពសត្វចម្លែកដែលប្រយុទ្ធគ្នាស្លាប់នៅ10ថ្ងៃមុនដោយសារឃ្លាន Hyundai Song បានអង្គុយចុះហើយកាយញាត់បន្ទាប់មកយើងបានឃើញស្រមោលអ្វីមួយបានលេចពីក្រោយខ្នង Hyundai Song ពេលដែល Hyundai Song រលែកមើលទៅឃើញថាវាជាសត្វចម្លែកហើយសត្វចម្លែកនោះបានបើកការវាប្រហារមកកាន់ Hyundai Song ភ្លាម Hyundai Song យើងគេចស្ទើរមិនចង់តន់ហើយបានរើសដុំថ្មគប់ទៅសត្វចម្លែកនោះដោយសារសត្វចម្លែកនោះមានអារម្មណ៍ថាឈឺវាក៏បានរត់បាត់ទៅបន្ទាប់មក Hyundai Song បានយំហើយនិយាយថាម៉ាក់ខ្ញុំពិតជានឹកអ្នកណាស់39ថ្ងៃនៅក្នុងឋាននរក Hyundai Song បានយកឆ្អឹងសត្វចម្លែកនៅថ្ងៃទី10ដែលខ្លួនបានស៊ីមកវាយសត្វចម្លែកហើយវាយយកបន្ទាប់មក Hyundai Song បាននិយាយថាខ្ញុំនឹងសម្លាប់ពួកគេទាំងអស់51ថ្ងៃនៅក្នុងឋាននរកយើងបានឃើញ Hyundai Song ក៏បរិភោគសត្វចម្លែកហើយ Hyundai Song បានគិតថាគឺញ៉ាំដើម្បីរស់ដូចជាស្ពាសិទ្ធខ្មែរយើងចឹងដែរគឺកុំរស់ដើម្បីស៊ីគឺស៊ីដើម្បីរស់កាត់ចូលមកកាន់សាច់រឿងវិញយើងបានឃើញទាំង system មួយបានបង្ហាញថាអ្នកឡើងដល់ level 3ហើយ Hyundai Song បាននិយាយថាខ្ញុំពិតជាចិត្តឈួតមែនហើយ7ឆ្នាំនៅក្នុងឋាននរកយើងបានឃើញ Hyundai Song មាន level 24ហើយ Hyundai Song បានសម្លាប់សត្វចម្លែកយ៉ាងងាយស្រួល24ឆ្នាំនៅក្នុងឋាននរកយើងបានឃើញ Hyundai Song នៅតែបន្តសម្លាប់សត្វចម្លែកទាំងនោះ51ឆ្នាំនៅក្នុងឋាននរក Hyundai Song បានសម្លាប់សត្វនាគជាមួយនឹងដាវសម្លាប់នាគបានមកពី system 365ថ្ងៃនិង79ឆ្នាំនៅក្នុងឋាននរកគឺមានន័យថា80ឆ្នាំហើយ Hyundai Song បាននិយាយថាស្ដេចបិសាចយើងនឹងជួបគ្នាឆាប់នេះខ្ញុំបានមកដល់ហើយបន្ទាប់មកយើងបានឃើញ Hyundai Song កំពុងរយុទ្ធយ៉ាងឃោរឃៅហើយមានសត្វចម្លែកបានវាយហារពីក្រោយខ្នងទៅ Hyundai Song គ្រាតមួយចម្ងាយហើយអាសត្វបិសាចនោះនិយាយថាខ្ញុំនឹងកាត់ឲ្យវាយជីវិតរបស់នេះវាបានវាយប្រហារទៅកាន់ Hyundai Song យើងបានទប់កម្លាំងរបស់អាបិសាចយាមទ្វារនៅរស្រេចបិសាចរវាង Hyundai Song បានប៉ះគ្នាប៉ុន្តែ Hyundai Song បានគ្រាថយក្រោយបិសាចនៅតែបន្តបើកការវាយប្រហារមកកាន់ Hyundai Song ដដែលហើយអាបិសាចនោះនិយាយថាក្នុងចំណោមយើងមានម្នាក់នឹងត្រូវស្លាប់ហើយ Hyundai Song បានត្រៀមខ្លួនហត់ទៅប្រើស្នៀតដាវកាប់ដៃអាបិសាចនោះរួចទាត់ត្រង់វាត្រឡប់មកកន្លែងដើមវិញយើងបានឃើញដៃអាបិសាចនោះធ្លាក់លឺសូរតែខ្ពកហើយមានតែក្បាលមានភ្លើងនៅពីលើបាននិយាយទៅកាន់ Hyundai Song ថាបើរស់ក្រតើអ្នកនឹងសម្លាប់អ្នកយើងទ្វាបិសាចមែនទេយើងបានឃើញអាបិសាចនោះកំពុងនិយាយយ៉ាងឈឺចាប់ជាមួយរបួសយ៉ាងខ្លាំងរបស់វាហើយវាបាននិយាយថាប្រសិនបើអ្នកសម្លាប់ខ្ញុំស្ដេចបិសាចនឹងនាំយកអ្នកមានគុណរបស់អ្នកមកកាន់ឋាននរកដោយសារវានិយាយកំរាម Hyundai Song ច្រើនពេក Hyundai Song បានដើរធ្លុះខ្លួនវាបាត់ទៅហើយ Hyundai Song បានតបវិញថាអ្នកពិតជាប្រហើនណាស់ដែលយកអ្នកមានគុណរបស់ខ្ញុំមកលើសោតចង់និយាយថា Hyundai Song នៅឋាននរក80ឆ្នាំមែនតែគេមិនដែលភ្លេចអ្នកមានគុណរបស់គេទេអញ្ចឹងយើងទាំងអស់គ្នាកុំធ្វើឲ្យអ្នកមានគុណរបស់យើងពិបាកចិត្តនឹងយើងខ្លាំងពេកកុំចេញឆ្ងាយពីសាច់រឿងច្រើនពេកចូលមកកាន់សាច់រឿងរបស់យើងវិញយើងបានឃើញអាបិសាចស្រែកយ៉ាងខ្លាំងហើយស្លាប់បាត់ទៅហើយមានតែក្បាលបាននិយាយទៅកាន់ Hyundai Song ថាអ្នកនឹងធ្វើអ្វីបន្ទាប់ពីសម្លាប់អ្នកយាមនោះហើយតើអ្នកប្រកាសទេថាអ្នកនឹងសម្លាប់បិសាចនិងស្ដេចបិសាចទាំងនោះហើយអ្នកនឹងគ្រប់គ្រងឋាននរកនេះទេ Hyundai Song បានតបវិញថាខ្ញុំមិនចាប់អារម្មណ៍ជាមួយការគ្រប់គ្រងឋាននរកទេឥឡូវនេះខ្ញុំនឹងថាខ្ញុំចង់ធ្វើអ្វីហើយមានតែក្បាលបានតបទៅវិញថាតើអ្នកនឹងទៅសម្លាប់ពួកគេមែនទេ
ហាន់ដីសងតបថា80ឆ្នាំហើយដែរខ្ញុំមកឋាននរកនេះខ្ញុំបានសម្លាប់បីសាច់ទាំងអស់ដើម្បីរស់មានជីវិតប៉ុន្តែមានរឿងរ៉ាវជាច្រើនខ្ញុំបានឆ្លងកាត់នេះហើយតែធ្វើឲ្យខ្ញុំមានចំណងហើយមានសំណួរមួយចង់សួរទៅកាន់បិសាចទាំងនោះថាហេតុអ្វីបានជាពួកគេនាំខ្ញុំមកកាន់ឋាននរកដែរសូម្បីតែពេលថ្ងៃក៏មិនមានពេលយប់ក៏មិនមានហើយអត់ក្បាលបានតបថាតើអ្នកឥឡូវប្រហែលជាឈួតមែនហើយអ្នកគួរតែបំភ្លេចសំណួររបស់អ្នករួចអ្នកត្រឡប់ក្រោយទៅហាន់ដីសងបានតបថាខ្ញុំនឹងទៅសុំចម្លើយពីពួកវាសម្រាប់ការចាប់ផ្ដើមយកខ្ញុំមកកាន់កន្លែងហើយហាន់ដីសងបានកាន់ដាវហើយនិយាយថាតោះយើងទៅបន្ទាប់មកយើងបានឃើញហាន់ដីសងបានបាក់អ្នកហើយបានគិតថាខ្ញុំស្អប់សុបិនអំពីផែនដីបែបនេះណាស់វាមានរយៈពេល30ឆ្នាំហើយដែរខ្ញុំសុបិនឃើញពីផែនដីហើយអ្វីសុបិននេះនៅក្នុងមន្ទីរពេទ្យសូម្បីតែខ្ញុំក៏មិនអាចកម្រើកខ្លួនក្នុងសុបិននេះដែរតើខ្ញុំកំពុងនៅរដ្ឋរបស់ពួកអបិសាចនោះមែនទេហើយហាន់ដីសងបានលើសំឡេងអ្វីមួយបានធ្លាក់បន្ទាប់មកនារីពាក់អាវពណ៌ផ្កាឈូកបាននិយាយថាទីបំផុតកូនរបស់ខ្ញុំបានភ្ញាក់ហើយបន្ទាប់មកនាងបានរត់មកអោបកូននាងហើយហាន់ដីសងបានគិតថាខ្ញុំស្អប់សុបិនបែបនេះខ្លាំងណាស់ខ្ញុំចង់បំបីសុបិននេះពួកវាគួរតែជាសុបិនហើយអ្វីបានជាវាមានអារម្មណ៍ថាវាដូចជាការពិតបែបនេះហើយអ្វីទៅកាត់ចូលមកកាន់ឋាននរកវិញយើងបានឃើញសាកសពមេសាជាច្រើនបានដេកស្លាប់រួមទាំងសភាពហាន់ដីសងត្រង់យ៉ាងខ្លាំងហើយមានតែក្បាលបាននិយាយថាខ្ញុំគិតថាខ្ញុំប្រហែលនឹងស្លាប់ជាមួយអ្នកហើយតើខ្ញុំមិននឹកស្មានថាអ្នកអាចសម្លាប់បិសាចទាំងអស់សោះហើយហាន់ដីសងបាននិយាយថាស្ដេចបិសាចនោះពិតជាអាក្រក់ណាស់ពេលដែលខ្ញុំកំពុងសួរវាបានធ្វើពុតជាឆ្លោតហើយបន្ទាប់ពីខ្ញុំកំពុងតែព្យាយាមស្ដាប់វាបានវាយប្រហារមកកាន់ខ្ញុំប៉ុន្តែវាមិនអីទេឥឡូវនេះវាបានស្លាប់ហើយមានតែក្បាលបាននិយាយថាខ្ញុំគិតថាអ្នកអាក្រក់ជាងពួកអបិសាចទាំងនោះទៅទៀតពួកអ្នកបានសម្លាប់ពួកវាទាំងអស់ស្ទើរតែគ្មានសល់អ្វីមួយបន្ទាប់មកអ្នកនឹងធ្វើអ្វីហើយទាំង system បានបង្ហាញថាតើអ្នកចង់មើលត្រឡប់ទៅកាន់ផែនដីទេហើយមានតែក្បាលបាននិយាយថាបើសិនមកវាជាផែនដីតើវាជាកន្លែងដែលអ្នករស់នៅមុនពេលអ្នកមកកាន់ឋាននរកមែនទេហើយហាន់ដីសងបាននិយាយថាស្ទើរតែរាល់ថ្ងៃដែលខ្ញុំសុបិនឃើញខ្ញុំនៅផែនដីឥឡូវនេះខ្ញុំនឹងខ្វល់ខ្វាយអ្វីទេប្រសើរហើយខ្ញុំគួរតែចាក់ចេញឥឡូវនេះបន្ទាប់មកហាន់ដីសងបានចេញពាក្យថាយកប្រហើយ system ក៏បានបញ្ជូនវិញ្ញាណហាន់ដីសងចូលរាងកាយវិញកាន់មកផែនដីវិញយើងបានឃើញហាន់ដីសងបានភ្ញាក់ឡើងម្ដងហើយលោកតើបាននិយាយថាហាន់ដីសងតើអ្នកឮខ្ញុំទេហើយលោកតើបាននិយាយទៅកាន់ម្ដាយហាន់ដីសងថាកូនរបស់អ្នកស្ថិតនៅក្នុងស្ថានភាពមនុស្សរុក្ខជាតិយូរណាស់មកហើយវាពិបាកសម្រាប់ហាន់ដីសងធ្វើចលនាពេលឥឡូវនេះតែមិនអីទេឲ្យតែហាន់ដីសងទទួលបានការព្យាបាលបន្តិចទៀតគឺលេខអីហើយម្ដាយហាន់ដីសងបានអរគុណលោកដុកទ័រយ៉ាងសប្បាយចិត្តហើយលោកដុកទ័របានតបវិញថានេះគួរតែអរគុណទៅដល់ទឹកចិត្តរបស់ម្ដាយចំពោះបន្ទាប់មកហាន់ដីសងបានស្ដីជាមួយនឹងហើមកន្ត្រាក់ហើយចេះតែសួរខ្លួនឯងថាពេលណាដែលខ្ញុំបានផ្ទេរមកមន្ទីរពេទ្យនេះហើយនៅបន្តស្ដីយ៉ាងគួរឲ្យភ័យខ្លាចបន្ទាប់មកលោកដុកទ័របានទៅសម្រួលប៉ុន្តែហាន់ដីសងយើងបានខំលោកដុកទ័រឡើងចេញឈាមដៃតែសាមមិនអាចទទួលយកបានជាមួយអ្វីដែលនៅជុំវិញខ្លួនព្រោះគិតថាខ្ញុំនៅក្នុងឋាននរកចំនួន80ឆ្នាំហើយតែហេតុអ្វីបានជាម៉ាក់របស់ខ្ញុំនៅតែក្មេងយ៉ាងនេះហើយហាន់ដីសងបានវាថាវាមានរយៈពេល80ឆ្នាំហើយរួចបន្តប្រកាសរហូតដល់ធ្លាក់ពីលើគ្រែហើយហាន់ដីសងនិយាយថាខ្ញុំនឹងមិនស្លាប់ទេសូមបញ្ជូនខ្ញុំទៅវិញនិយាយមែនហាន់ដីសងយើងដល់កនៅឋាននរកចង់មកផែនដីពេលនៅផែនដីចង់ទៅឋាននរកវិញហើយយើងបានឃើញបរោះពាក់អាវខៀវពីរនាក់ចូលមកសម្រួលដោយចាប់ហាន់ដីសងដាក់ពីលើគ្រែវិញដោយសារហាន់ដីសងកំពុងភ្ញាក់ផ្អើលអ្វីចម្លែកកាត់នៅលើមេឃធ្វើឲ្យបរោះពីរនាក់នោះចាប់ហាន់ដីសងដាក់លើគ្រែយ៉ាងងាយស្រួលហើយហាន់ដីសងបានគិតថាហេតុអ្វីបានជារង្វង់ពណ៌លឿងនៅឋាននរកកើតឡើងនៅទីនេះក្រោយពេលស្ងៀមស្ងាត់បានមួយផ្លែតហាន់ដីសងបានបន្តប្រកាសទៀតហើយអ្នកគ្រូពេទ្យបានយកថ្នាំសន្លប់មកចាក់ហាន់ដីសងយើងមុនពេលហាន់ដីសងបានសម្លាប់គាត់បាននិយាយថាខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នាបន្ទាប់មកយើងបានឃើញព័ត៌មានផ្សាយនៅម៉ោង9អំពីអ្វីចម្លែកបានកើតឡើងនៅលើផ្ទៃមេឃហើយយើងបានឃើញក្រុមមនុស្សមួយក្រុមដែលពួកគេមានឈ្មោះថា Hunting បន្ទាប់មកបរោះដែលកាន់ដាវបាននិយាយទៅកាន់បរោះដែលតែទូរស័ព្ទមកថាការបង្ក្រាបបច្ចុប្បន្នបានរួចរាល់ហើយប៉ុន្តែវានៅបន្តមកទៀតប្រហែលជា1ម៉ោងទៀតបានរួចរាល់តើអ្នកនឹងចូលរួមទេកាន់មកបរោះដែលតែនិយាយទូរស័ព្ទថាខ្ញុំមិនបានចូលរួមទេ
ខ្ញុំត្រូវតែលេងមិត្តភ័ក្តិរបស់ខ្ញុំនៅមន្ទីរពេទ្យបន្ទាប់មកយើងបានឃើញ Han Dae-sung បានគិតថាអ្វីទៅជាក្រុម Hunting ហើយយើងបានឃើញបរិបទអាខ្មៅមុននឹងបាននិយាយថាអ្នកពិតជាក្រៅពីសម្លាប់មែនហើយបន្ទាប់មក Han Dae-sung បាននិយាយថាតើអ្នកគឺជានរណាហើយបរិបទនោះបាននិយាយថាតើអ្នកនៅចាំសម្លេងរបស់ខ្ញុំទេបន្ទាប់មក Han Dae-sung បាននិយាយថាខ្ញុំបានចាំហើយអ្នកគឺច័ន្ទហូហើយច័ន្ទហូបានតបថាត្រូវហើយគឺខ្ញុំច័ន្ទហូតើឥឡូវអ្នកមិនអីទេអ្នកបានកេងលក់អរិយាពេល10ឆ្នាំហើយបន្ទាប់មក Han Dae-sung បាននិយាយថាខ្ញុំចាំថានៅថ្ងៃខ្ញុំបញ្ចប់ការសិក្សាខ្ញុំកំពុងដើរនិយាយគ្នាជាមួយមិត្តភ័ក្តិដ៏ល្អរបស់ខ្ញុំស្រាប់តែខ្ញុំបានវិលមកហើយដួលសន្លប់ភ្លាមខ្ញុំចាំច្បាស់ថាខ្ញុំរស់នៅឋាននរក80ឆ្នាំហើយតែក្នុងឋានដីមានរយៈពេលតែ10ឆ្នាំឥឡូវនេះវាជាការធូរស្បើយហើយបន្ទាប់មកច័ន្ទហូបាននិយាយថាតើអ្នកកំពុងនិយាយអ្វី Han Dae-sung បានតបថាគ្មានអ្វីទេហើយច័ន្ទហូបានតបអ្នកកុំបង្ករឿងនៅក្នុងមន្ទីរពេទ្យទៀតអីរយៈពេល10ឆ្នាំហើយម៉ាក់របស់អ្នកគឺធ្វើការពី3ក្នុងពេលតែមួយប្រសិនបើអ្នកចេញពីមន្ទីរពេទ្យហើយបើអ្នករកការងារមិនបានអ្នកអាចមករកខ្ញុំបានហើយ Han Dae-sung តបថាមិនអីទេកាត់ចូលមកកន្លែងនេះវិញយើងបានឃើញ Han Dae-sung អង្គុយលើរទារុញដោយម្ដាយរបស់គាត់ហើយម្ដាយ Han Dae-sung បាននិយាយទៅកាន់ Han Dae-sung ថាកុំប្រុសតើថ្ងៃនេះអាកាសធាតុល្អទេ Han Dae-sung មិនបានឆ្លើយតបព្រោះគាត់រវល់គិតអំពីជីវិតរបស់គាត់80ឆ្នាំនៅក្នុងឋាននរកដែលគាត់បានតស៊ូរស់រៀងមានជីវិតដោយខ្លួនឯងតែតាមពិតទៅមានមនុស្សជាទីស្រឡាញ់ត្រូវរងទុក្ខនិងថែទាំខ្លួនខ្ញុំមិនចូលចិត្តស្ថានភាពបែបនេះទេប៉ុន្តែឥឡូវនេះគ្មានអ្វីដែលខ្ញុំអាចធ្វើបានទេរាងកាយនេះមិនត្រឹមតែរារាំងខ្ញុំមិនឲ្យផ្លាស់ទីប៉ុណ្ណោះទេតែវាត្រូវជាបន្ទុកដល់អ្នកម្ដាយរបស់ខ្ញុំផងដែរការរស់នៅបែបនេះមិនខុសគ្នាច្រើនជាងការរស់នៅក្នុងឋាននរកទេបើគិតនៅកន្លែងនេះវិញទោះបីមានបិសាចក៏វាមិនមែនជាបញ្ហាផងដែរតែអ្វីដែលជាបញ្ហានោះគឺមនុស្សគ្រានោះម្ដាយរបស់ Han Dae-sung បានភ្ញាក់ផ្អើលព្រោះបានឃើញត្រីឆ្លាមពីរក្បាលនៅពីមុខរបស់ខ្លួនម្នាក់ធាត់ម្នាក់ស្គមតែពួកគេមានរឿងមួយដូចគ្នាដែលពួកគេមើលទៅ Han Dae-sung ដូចជាមានបំណងចង់ធ្វើបាប Han Dae-sung យើងហើយពួកគេបាននិយាយថាអាជូម៉ាបំណុលគឺហួសការកំណត់ហើយដោយយកពីស្ថានភាពអាជូម៉ាយើងអាជូម៉ានេះគឺជាឈ្មោះរបស់ Han Dae-sung ខ្ញុំសូមហៅថាអាជូម៉ាតែម្ដងអាជូម៉ានិយាយថាទុកពេលឲ្យខ្ញុំមួយខែទៀតទៅប៉ុន្តែពួកគេបាននិយាយថាខែបន្ទាប់ខែក្រោយតើអ្នកនិយាយវាប្រហែលដងហើយអាជូម៉ានៅតែសូមអង្វរថាទុកពេលឲ្យខ្ញុំមួយខែទៀតទៅខ្ញុំសន្យានឹងបង់ប្រាក់នៅខែក្រោយបន្ទាប់មកអាថោនោះបានក្រវាដៃអាជូម៉ាចេញរួចនិយាយថាតើអ្នកណាថាអ្នកអាចប៉ះដៃខ្ញុំបានពេលបានឃើញអញ្ចឹង Han Dae-sung បានឃើញយ៉ាងខ្លាំងប៉ុន្តែខ្លួនមិនអាចធ្វើអ្វីបានត្រឹមបានអង្គុយមើលម្ដាយខ្លួនត្រូវគេធ្វើបាបប៉ុន្តែអាចូម៉ាបានខំថ្មីសង្កត់ចិត្តហើយនៅតែសូមអង្វរថាខ្ញុំនឹងបង់ប្រាក់នៅខែក្រោយប៉ុន្តែអាធាត់នោះបានផ្ទះកំភ្លៀងអាចូម៉ាហើយនិយាយថាខ្ញុំនឹងធ្វើឲ្យអ្នកខ្មាស់គេនៅពីមុខកូនរបស់អ្នកក្រោយពេលបានឃើញអញ្ចឹង Han Dae-sung បានឃើញយ៉ាងខ្លាំងរួចរុញឧទាទៅខាងមុខដើម្បីស្រែកឲ្យពួកគេថាអាសត្វដើម្បីឲ្យពួកគេមករកខ្លួនវិញហើយពួកនោះបានក្រឡេកមកមើល Han Dae-sung មែនបន្ទាប់មកអាថោនោះបាននិយាយថាអូគេហៅយើងថាសត្វល្អិតវាគួរឲ្យសំណើចណាស់ហើយអាស្កនៅក្បែរនោះបានតបថាតាជារបស់ខ្ញុំគឺស្ដាប់មិនឮទេបន្ទាប់មក Han Dae-sung បាននិយាយថាពួកអ្នកមិនស័ក្តិសមនឹងឋានៈជាសត្វល្អិតផងដែរនេះអន់ជាងពួកនោះដែលខ្ញុំបានជាន់ផងបានលឺអញ្ចឹងអាចូម៉ាបាននិយាយថាកូនប្រុសឈប់និយាយវាទៅបន្ទាប់មកអានោះបានមកលើ Han Dae-sung ហើយនិយាយថាអ្នកនិយាយវាម្ដងទៀតមកហើយការនេះធ្វើឲ្យអាចូម៉ាបារម្ភពី Han Dae-sung កាន់តែខ្លាំងហើយអាចូម៉ាបាននិយាយថាកូនប្រុសឆាប់សុំទោសគេទៅហើយបានបញ្យល់ទៅកាន់ពួកអាទំនើបនោះថាកូនរបស់ខ្ញុំគឺបានសម្លាប់នៅមន្ទីរពេទ្យយូរហើយកូនរបស់ខ្ញុំមិនបានដឹងអ្វីច្រើននៅខាងក្រៅទេសូមលើកលែងឲ្យកូនរបស់ខ្ញុំទៅហើយអាធាត់នោះបាននិយាយថាខ្ញុំមិនខ្វល់ទេសំខាន់អ្នកបានខ្ចីលុយរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយកូនរបស់អ្នកទេខ្ញុំចង់ធ្វើអ្វីក៏បានបន្ទាប់មក Han Dae-sung បានញញឹមហើយនិយាយថាតើអ្នកនឹងធ្វើអ្វីអាចឌីទៅច្រើនខ្ញុំគិតថាអ្នកអន់ជាងសត្វទៅទៀត
ហើយអាធននោះបានតបថាខ្ញុំគិតថាកូនរបស់អ្នកជាផ្លេចពីរបៀបប្រើខួរក្បាលហើយពេលបានសន្លប់នៅក្នុងមន្ទីរពេទ្យយូរពេកទុកឲ្យខ្ញុំជួយបង្រៀនកូនរបស់អ្នកពីរបៀបប្រើខួរក្បាលបន្ទាប់មកវាបានក្រវែកហាន់ដេសងយ៉ាងទៅបន្ទាប់មកវាបានទាត់យកហើយនិយាយថាអ្នកឆាប់និយាយវាម្ដងទៀតមកពេលបានឃើញគេធ្វើបាបកូនខ្លួនខ្លាំងពេកអាចចូលមកយើងបានត្រឹមនិយាយជាមួយទឹកភ្នែកថាសុំមកជប់វាទៅព្រោះត្រូវបានអាស្គមហាខាត់អត់ឲ្យចូលទៅជួយហើយហាន់ដេសងបានគិតថាបើវានៅក្នុងឋាននរកហើយរាងកាយរបស់ខ្ញុំនៅដូចដើមវិញខ្ញុំនឹងចាប់ឲ្យពួកគេជាជំរាតែម្ដងពេលបានគិតអញ្ចឹងស្របតែ system បានបង្ហាញថាដំណើរស្វែងរករាងកាយដើមត្រឡប់មកវិញហាន់ដេសងបានវាទៅហើយចុចពាក្យថាយកព្រមបន្ទាប់មកពេលវេលាក៏បានឈប់ system បង្ហាញថាអ្នកមានពេលវេលា1ម៉ោងពេលសកម្មបានជោគជ័យអ្នកនឹងទទួលបានសភាពរាងកាយដើមរបស់អ្នក 10% រង្វាន់គឺទឹកព្យាបាលកម្រិតខ្ពស់ហើយហាន់ដេសងបានគិតថាខ្ញុំនឹងទទួលបានរាងកាយដើមរបស់ខ្ញុំមកវិញគ្រាន់តែខ្ញុំត្រូវវាប៉ុណ្ណោះវាបានមួយផ្លែក៏នឹកឃើញថាសូមផ្លាយទីទៅកន្លែងដែលកំណត់អញ្ចឹងមានន័យថាខ្ញុំគ្រាន់តែវាទៅឯណាខ្ញុំអាចឡើងលើរទេះហើយបន្ទាប់មកយើងបានឃើញហាន់ដេសងកំពុងព្យាយាមឡើងលើរទេះរួចជាមួយពេលវេលាសល់ត្រឹមតែ5នាទីចុច41សេកុនប៉ុណ្ណោះក្រោយពេលឡើងលើរទេះរួចហាន់ដេសងបានប្រើកម្លាំងមួយទំហឹងមនុស្សចាស់រួចនឹងរទេះទៅខាងមុខបន្ទាប់មកហាន់ដេសងយើងក៏បានទៅដល់គោលដៅជាមួយនឹងវិនាទីចុងក្រោយហើយប្រព័ន្ធក៏បានផ្ដល់ជូនទឹកនៃការព្យាបាលទៅកាន់ហាន់ដេសងហើយប្រព័ន្ធបានបង្ហាញថាទឹកព្យាបាលកម្រិតខ្ពស់មានមួយដបទូចគុណសម្បត្តិរបស់វាអាចជួយឲ្យយើងព្យាបាលជំងឺធ្ងន់ឬស្រាលបានភ្លាមបន្ទាប់មកហាន់ដេសងយើងមិនបានខ្វល់ខ្វាយពី system នោះទេហើយហាន់ដេសងបានលេបថ្នាំនៃការព្យាបាលកម្រិតខ្ពស់តែម្ដងហើយក៏មានអារម្មណ៍ថាខ្លួនរបស់គាត់លែងមានការឈឺចាប់អ្វីទៀតហើយមានអារម្មណ៍ខ្លួនឯងដូចជាមានកម្លាំងព្រឺបន្ទាប់មកពេលវេលាក៏បានមកស្ថិតដើរវិញអាធននោះបានប្រាប់ឲ្យថាហាន់ដេសងរបស់យើងបានបត្តនាស្រាប់តែមានប៉ូលីស2នាក់ដើរមកហើយនិយាយថាតើអ្នកកំពុងធ្វើអ្វីហើយអាចចូលមកបានរត់ទៅរកហាន់ដេសងយ៉ាងព្រួយបារម្ភហើយអាធននោះបានគិតហេតុអ្វីបានជាគាត់ទៅឆ្ងាយយ៉ាងនេះហើយអាស្គរបានតបថាអ្នកគួរតែត្រឡប់ទៅវិញសិនទៅយើងចាំមកពេលក្រោយទៀតពេលនេះគឺមានប៉ូលីសហើយពួកគេបានក៏លេចមើលមកកាន់ហាន់ដេសងហើយហាន់ដេសងបានក៏លេចទៅមើលវិញគាត់ចូលមកពេលយប់យើងបានឃើញហាន់ដេសងដេកយ៉ាងស្ងៀមស្ងាត់ហើយគិតថាខ្ញុំមកព្យាយាមក៏ហើយជាប្រព័ន្ធជាច្រើនដងប៉ុន្តែមិនមានការឆ្លើយតបខ្ញុំត្រូវតែយកសភាពរាងកាយរបស់ខ្ញុំមកវិញមុនពេលដែលពួកអាថោកនោះមកវិញបន្ទាប់មកហាន់ដេសងគិតថាខ្ញុំត្រូវការរាងកាយស្ពីដើមរបស់ខ្ញុំវិញសូមដាក់ធ្វេសមកឲ្យខ្ញុំធ្វើបន្ទាប់មក system បានបង្ហាញពីក្បិតហើយបញ្ជូនហាន់ដេសងទៅកន្លែងមួយទៀតហើយ system បានបង្ហាញថាអ្នកបានមកដល់ប្រាសាទសបនិមិត្តដែលកន្លែងនេះពីមុនគ្រប់គ្រងដោយព្រះតែព្រះបានបោះបង់កន្លែងនេះចោលហើយពួកបិសាចចាប់ផ្ដើមនៅកន្លែងនេះយូរទៅវាក៏ខ្លាចជាឋាននរកប៉ុន្តែអ្នកបានកញ្ចាប់បិសាចទាំងនោះអស់ហើយសូមរីករាយជាមួយក្បិតរបស់អ្នកសូមសំណាងល្អបន្ទាប់មកហាន់ដេសងបានមើលទៅ system ហើយបានគិតថាតោះហើយលើយើងចាប់ផ្ដើមហើយ system បានបង្ហាញថាខ្វែទី2ភាពលំបាកកម្រិតទាបការតេស្តសាកល្បងជាមួយនឹងបាល់សាពេលវេលាមិនកំណត់រង្វាន់គឺបន្ទះឈីបអងចាំនិងរាងកាយ 30% ហើយ system ក៏បានបង្ហាញបាល់សាក់ផងដែរដែលបាល់សាក់មួយនោះដូចជាក្បាលបិសាចអញ្ចឹងហើយហាន់ដេសងបានប្រមូលកម្លាំងហើយម៉ាត់ទៅបាល់សាក់នោះដែលកម្លាំងជះភាយយ៉ាងខ្លាំងហើយប្រព័ន្ធបានផ្ដល់ជូនខ្វែទី3ដែលមានភាពលំបាកកម្រិតទាបគោលដៅគឺរត់10គីឡូម៉ែត្ររង្វាន់នោះគឺក៏ជាសះស្បើយរាងកាយ 5% ហើយហាន់ដេសងបានរត់ទៅកន្លែងកំណត់ដោយ system ទៅឥឡូវចូលមកដល់ខ្វែទី5ដែលមានភាពលំបាកកម្រិតទាបត្រូវឲ្យអ្នកអវងឲ្យបាន 1000 ដងមានរយៈពេល2ម៉ោងរង្វាន់នោះគឺដបអាហារបំពន់បន្ថែមជាមួយការជាសះស្បើយរាងកាយ 5% ហើយហាន់ដេសងយើងបានចាប់ផ្ដើមអវងមិនមែនជាលក្ខណៈអវងធម្មតានោះទេគឺអវងដូចមិនសិនតែម្ដងគាត់ចូលមកពេលនេះយើងបានឃើញ system បង្ហាញថាភារកិច្ចបញ្ចប់មាន 55% បន្ទាប់មកហាន់ដេសងបាននិយាយថាខ្ញុំបានចំណាយរយៈពេល10ថ្ងៃហើយហើយអ្វីវាមានតែ 55% លើសពីនេះទៅទៀតរង្វាន់តែងតែជាអាហារបំពន់ខ្ញុំធុញនឹងរឿងនេះខ្លាំងណាស់សុំដាក់ភារកិច្ចដ៏ត្រឹមត្រូវមួយមកឲ្យខ្ញុំធ្វើហើយ system បានបង្ហាញថាខ្វែទី10ការសាកល្បងដោយជីវិតពិតភាពលំបាកកម្រិតទាបត្រូវយកឈ្នះជាមួយបិសាចដែលមានឈ្មោះថា Cry in Demon 001រង្វាន់នោះគឺអាហារបំពន់បន្ថែមជាមួយការជាសះស្បើយរាងកាយ 10% បន្ទាប់មក system បានធ្វើការកសាមនបិសាច Cry in Demon 001នោះដែលមានធម្មពលបាញ់ពីលើចុះក្រោមយ៉ាងខ្លាំងបន្ទាប់មកបិសាចនោះបានដើរចេញតាមធម្មពលនោះ
ហើយ Henderson បាននិយាយថាខ្ញុំស្ទើរតែស្លាប់ដោយសារអ្នកនៅពេលដែលខ្ញុំនៅឋាននរករីករាយដែលបានជួបគ្នាក្រោយពីបានចេញរូបរាងបានពេញលេញបិសាចនោះបានធ្វើការស្រែកហើយវាប្រហារទៅកាន់ Henderson ភ្លាម Henderson យើងបានទប់ប៉ុន្តែ Henderson បានខ្ទាតមួយចម្ងាយបន្ទាប់មក Henderson បានលោកទៅវិញប៉ុន្តែជាអកុសលអ្វីដែលសារសមត្ថភាពខ្លួនបានត្រូវបិសាចនោះបើកការវាប្រហារម្ដងទៀតធ្វើឲ្យទូប្ររបស់យើងមានរបួសយ៉ាងខ្លាំងហើយ Henderson បាននិយាយថាវាគួរឲ្យខ្មាស់គេខ្លាំងណាស់ដែលខ្ញុំមិនអាចប្រយុទ្ធជាមួយបិសាច Crazy Demon 00នេះបានបន្ទាប់មកបិសាច Crazy Demon 001នោះបានបើកការវាប្រហារមកកាន់ Henderson យើងដែលសារ Henderson យើងមិនអាចធ្វើការវាប្រហារតបទល់នឹងវាបានត្រឹមតែគិតពីការវាប្រហាររបស់វាតែប៉ុណ្ណោះប៉ុន្តែចុងក្រោយ Henderson ត្រូវបានបិសាចនោះចាប់ដដែលហើយ Henderson យើងបានចាំអ្វីមួយភ្លាមហើយ Henderson យើងបាននិយាយថាខ្ញុំចាំពីរបៀបដែលបញ្ជូនអ្នកទៅឋាននរកវិញហើយនិងរបៀបដែលខ្ញុំវាអ្នកបន្ទាប់មកយើងបានលើតែសម្លេងដាវកាប់ដាច់ដៃរបស់បិសាចនោះតែប៉ុណ្ណោះហើយបិសាចនោះបានស្រែកជាមួយរបស់វាយ៉ាងខ្លាំងបន្ទាប់មក Henderson យើងបាននិយាយថាខ្ញុំភ្លេចថាខ្ញុំអាចកុហកដើររបស់ខ្ញុំបានបន្ទាប់មកបិសាចនោះនៅតែរត់មកកាន់ Henderson យើងទៀតហើយ Henderson យើងបានរត់ទៅវិញជាមួយពីសម្ដីថាខ្ញុំនឹងបញ្ជូនអ្នកទៅឋាននរកវិញទូប្រុសរបស់យើងពិតជាខ្លាំងមែនទែនបាទប្រសាទសបនិមិត្តនេះគឺនៅក្នុងឋាននរកហើយប៉ុន្តែ Henderson យើងចង់បញ្ជូនវាទៅឋាននរកម្ដងទៀតពិតជាមិនធម្មតាមែនបន្ទាប់មកយើងបានឃើញ Henderson ប្រើដាវកាប់ដាច់ខ្លួនបិសាចរបស់នោះទាំងអស់ទៅហើយ System បានលុតថាវ៉េទទួលបានជោគជ័យរាងកាយរបស់អ្នកឥឡូវមាន55%បន្ទាប់មកគេកាត់មកពេលព្រឹកយើងបានឃើញ Henderson បានបើកមុខអួចដោយសារពន្លឺថ្ងៃត្រូវអាចូលមកធ្វើឲ្យអាចូលមកងើបបើកភ្នែកមិនទាន់ទាំងរួចហើយនិយាយទៅកាន់ Henderson ថាតើអ្នកជានរណាពេលដែលបានបើកភ្នែករួចទើបដឹងថាជា Henderson ហើយ Henderson បាននិយាយថាម៉ាក់កាត់ចូលមកកន្លែងនេះយើងបានឃើញបរោះដែលពាក់អាវពណ៌ទឹកសមុទ្របានធ្វើការវាស់វែងរាងកាយរបស់ Henderson ហើយម្ដាយ Henderson បាននិយាយទៅកាន់លោកដុកទ័រថាតើវាអាចទៅរួចដោយរបៀបណាបើយោងតាមការត្រួតពិនិត្យមើលវាមានរយៈពេលលើស6ខែដែល Henderson អាចធ្វើចលនាបានតើមានរបៀបណាដែលធ្វើឲ្យគាត់ផ្លាស់ទីបានជាធម្មតាក្នុងរយៈពេល15ថ្ងៃលោកដុកទ័រតបថាក្នុងពេលឥឡូវនេះខ្ញុំមិនមានអ្វីដែលត្រូវនិយាយនោះទេប៉ុន្តែស្ថានភាពរបស់អ្នកជំងឺនេះมันអាចបញ្យល់តាមបែបវិទ្យាសាស្ត្របានទេហើយអាចចូលមកបានត្រឹមតែដេញដោលសួរលោកដុកទ័រតែប៉ុណ្ណោះតើ Henderson អាចទេលោកដុកទ័រតបថាស្ថានភាពរបស់អ្នកជំងឺគឺមិនអីទេហើយអាចចូលមកបានត្រឹមតែអរគុណព្រះជាម្ចាស់ហើយយើងបានឃើញ Henderson បាននិយាយទៅបរោះតែពេលអើទៅសមុទ្រថាអ្នកឈប់អូលតមដាក់ខ្ញុំទៅហើយបរោះទៅសមុទ្របានតបថាខ្ញុំគ្រាន់តែឆ្ងល់ជាមួយជំងឺដែលអ្នកបានជាសះស្បើយភ្លាមចូលមកបានត្រឹមតែសប្បាយចិត្តពេលដែលឃើញកូនរបស់ខ្លួនមានសភាពដូចធម្មតាហើយបានគិតថាវាជាការទ្រូស្បាយហើយបន្ទាប់មកយើងបានឃើញ Henderson បានដើរពុតខ្លួនហើយនិយាយថារាងកាយរបស់ខ្ញុំគឺឥឡូវវាប្រសើរណាស់វាអាចធ្វើចលនាបានយ៉ាងងាយស្រួលហើយ Henderson បានលើការសន្ទនារបស់ម្ដាយខ្លួនអាចចូលមកបានអរគុណទៅកាន់អ្នកគ្រូពេទ្យហើយអ្នកគ្រូពេទ្យតបថាខ្ញុំមិនបានធ្វើអ្វីទេគ្មានអ្វីដែលអាចប្រៀបធៀបជាមួយនឹងការលំបាករបស់ម្ដាយរយៈពេល10ឆ្នាំទេម៉ាក់អ្នកអាចធ្វើបានហើយអាចចូលមកបានសប្បាយចិត្តយ៉ាងខ្លាំងហើយនិយាយថាវាគឺជាអពុធហេតុក្រោយពីបានឃើញអញ្ចឹង Henderson យើងបានគិតថាខ្ញុំមិនហ៊ានសុំបីតែស្រមៃមើលការលំបាករបស់ម្ដាយខ្ញុំនឹងត្រឡប់ទៅយករាងកាយរបស់ខ្ញុំមកវិញហើយខ្ញុំនឹងការពារអ្នកគិតចូលមកបន្ទប់ទឹកយើងបានឃើញ Henderson បានកុហកប្រព័ន្ធថាប្រសាសបនិមិត្តហើយប្រព័ន្ធបានជឿដំណឹងថាហើយប្រព័ន្ធក៏បានជូន Henderson ទៅដល់ប្រសាសបនិមិត្តហើយ Henderson បាននិយាយថាតើប្រព័ន្ធមិនអាចផ្ដល់ជូនខ្វះដល់ត្រឹមត្រូវហើយលឿនបានមែនទេហើយប្រព័ន្ធបានបង្ហាញថាការជ្រើសរើសដោយសេរីជាមួយនឹងកម្រិតភាពលំបាករបស់អ្នកហើយ Henderson បានជ្រើសរើសកម្រិត Hell System បានទទួលយកភ្លាមហើយបញ្ចេញដុំក្រហមមកដុំក្រហមនោះចាប់ផ្ដើមប្រេះបន្តិចម្ដងហើយយើងបានឃើញដីកណ្ដាលចេញពីកន្លែងនោះហើយ Henderson បានអត្តជាហើយគិតថាគ្មានអ្វីដែលគួរពិបាកនោះទេបន្ទាប់ពីបានឃើញខ្លួនរបស់ខ្លួនឯង Henderson បានបែកញើសយ៉ាងខ្លាំងបន្ទាប់ពីខ្លួនរបស់ខ្លួនឯងបានចេញរូបរាង System បានបង្ហាញថាសូមយកឈ្នះជាមួយខ្លួនរបស់អ្នកបន្ទាប់មកគូឌីប៉ាទាំងពីរបានឈរមើលគ្នាក្រោយពី Henderson បានកន្លែងទៅមើលខ្លួននៅមួយសន្ទុះហើយបានដកដាវមកហើយនិយាយថាការគូពីនេះមិនល្អទាល់តែសោះតែការគិតមិនដូចការពិតបន្ទាប់មកខ្លួនរបស់ Henderson បានស្ទុះមកវាប្រហារ Henderson ភ្លាម Henderson បានប្រតិកម្មដោយក្រោបវាដាវប៉ុន្តែខ្លួនរបស់ខ្លួនបានគេចផុតរួចលោតមកវាប្រហារ Henderson ម្ដងទៀត Henderson បានទប់ទល់ប៉ុន្តែសមត្ថភាពខ្លួនឬកម្លាំងរបស់ខ្លួនមិនគ្រប់គ្រាន់បានឃ្លាតមួយចម្ងាយហើយ Henderson និយាយថាឆយហើយអ្វីបានជាខ្លួននេះខ្លាំងអញ្
ចឹងបន្ទាប់មកខ្លួនរបស់ Henderson បានស្ទុះមកវាយប្រហារ Henderson ភ្លាម Henderson បានទប់ជាលើកទី2ហើយ Henderson និយាយថាខ្ញុំមិនអាចទប់ទល់ជាមួយវាបានទេខ្លួនរបស់ Henderson បានញញឹមបន្ទាប់មកបានដេញកាប់ Henderson យើងដោយសារមិនអាចទប់ទល់ជាមួយខ្លួនរបស់ខ្លួនបានត្រឹមតែទប់នឹងគិតតែប៉ុណ្ណោះក្រោយពីបាល់គិតមួយសន្ទុះក៏បានត្រូវខ្លួនរបស់ខ្លួនឯងវាប្រហារចំដៃនឹងចំជើងហើយបានវាយឲ្យ Henderson ខ្ទាតដៃទោះមកខ្លួនរបស់ Henderson បានប្រើស្នៀតបត់ដីពីឆ្កៀតស្នៀតមួយនេះគឺដូចជាស្នៀតថៃឈីផងដែរដាក់លើដើមទ្រូង Henderson បន្ទាប់មកបានបាញ់ Henderson ទៅខ្ទាតមួយចម្ងាយយើងបានឃើញត្រឹមតែស្រមោលនឹងអាប់បន្ទាប់មកយើងមកឃើញ Henderson កាន់ដាវជាមួយនឹងរបួសរបស់ខ្លួនហើយ Henderson និយាយថាវាមិនទាន់បញ្ចប់នោះទេបន្ទុំមក Henderson បានបើកភ្នែកក្រហមហើយបានប្រើស្នៀតឈាមរបស់បិសាចក្រោយពីបានឃើញអញ្ចឹងខ្លួនរបស់ Henderson បានស្ទុះមកវាយប្រហារ Henderson ភ្លាម Henderson យើងបានកិច្ចរួចទៅពីក្រោយបន្ទាប់មកបានចាប់ក្បាលរបស់ខ្លួនឯងបើកទៅពីក្រោមដីរួចសង្កត់ពីលើបន្ទាប់មក Henderson បានលើកដាវកាប់ទៅប៉ុន្តែខ្លួនរបស់ Henderson បានកិច្ចផុតរួចស្ទុះមកពីក្រោយ Henderson ហើយបានបើកភ្នែកក្រហមជាមួយស្នាមញញឹមហើយចាប់ផ្ដើមប្រើស្នៀតដោយ Henderson ផងដែរដែលស្នៀតមួយនោះមានឈ្មោះថាឈាមបិសាចគ្រាន់តែយើងមើលរូបរាងទៅក៏ដឹងផងដែរថាវាខុសខើដោយប៉ុណ្ណាក្រោយពីបានឃើញអញ្ចឹង Henderson បានមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្វីបានជាខ្លួនមួយនេះអាចប្រើសមត្ថភាពដូចខ្ញុំបានអញ្ចឹងបន្ទាប់មកខ្លួនរបស់ Henderson បានចាប់ផ្ដើមបើកការវាយប្រហារមកកាន់ Henderson ហើយយើងបានត្រឹមតែលើស្នៀតដាវប៉ះគ្នាតែប៉ុណ្ណោះហើយ Henderson បានគិតថា What the fuck ហើយអ្វីបានជាអាខ្លួនមួយនេះប្រើស្នៀតដូចខ្ញុំយ៉ាងនេះបន្ទាប់មក Henderson បានក៏វាដើរទៅប៉ុន្តែយើងគ្រាន់តែលើសំឡេង Henderson ខ្សែលឺតែជ្រឿកតែប៉ុណ្ណោះព្រោះខ្លួនរបស់ Henderson បានមកពីក្រោយចាក់ស្មា Henderson បន្ទាប់មក Henderson បានមានការឈឺចាប់យ៉ាងខ្លាំងហើយខ្លួនរបស់ Henderson បានទាញដាវមកពីខាងលើយើងបានឃើញ Henderson នៅពិភពក្រៅក៏មានការឈឺចាប់ផងដែរបន្ទាប់មកអ្នកមីងអនាម័យបានមកគូសទ្វារហើយនិយាយថាតើមាននរណានៅក្នុងនឹងដែរឬទេហើយអ្វីបានជាទ្វារបិទអញ្ចឹងបន្ទាប់មកនាងអនាម័យក៏បានដកសោរៀននឹងចាក់ទឹកហើយស្រាប់តែសាច់រឿងក៏កាត់មកឋាននរកវិញយើងបានឃើញ Henderson បានគួតឈាមហើយគិតថាខ្ញុំមិនអាចសំបីតែប្រឆាំងជាមួយនឹងគ្រឿងកាយខ្លួនមួយនេះតើខ្ញុំនឹងត្រូវចាញ់នៅកន្លែងនេះមែនទេការខិតខំទាំងអស់របស់ខ្ញុំនឹងអត់ប្រយោជន៍ Henderson នេះឆាប់ភ្ញាក់ខ្លួនឡើងសម្រត់ដំណោះស្រាយដើម្បីសម្លាប់វានៅនឹងមុខរបស់អ្នកហើយ Henderson ក៏បាននឹកឃើញថា inventory បន្ទាប់មកសាច់រឿងក៏កាត់មកភពផែនដីយើងបានឃើញអ្នកមីងដែលជាអ្នកអនាម័យបានចាត់សោនៅបំរុងនឹងបើកទៅហើយប៉ុន្តែអ្នកមីងអនាម័យក៏បានលើសំឡេងបរិមម្នាក់ដែលហៅថាអ្នកមកខំបន្ទប់ហើយអ្នកនឹងត្រូវតនទី3ឆាប់រញ៉ាំមកភ្លាមអ្នកមីងនោះក៏បានដកសារហើយក៏បានចាក់ចែងជាមួយបរិដែលហៅនាងបាត់ទៅបន្ទាប់មកសាច់រឿងក៏កប់មកឋាននរកវិញយើងបានឃើញខ្លួនរបស់ Henderson រៀបនឹងបញ្ចប់ជីវិត Henderson ហើយប៉ុន្តែ system បានលុបថា inventory បានដំណើរការបន្ទាប់មក inventory បានចេញជាប្រហោងដែលមានពណ៌ទេសមុទ្រហើយ Henderson ក៏បានលុបlạiចោលហើយ Henderson និយាយថាវាមិនទាន់ដល់ពេលវេលាទេបន្ទាប់មក Henderson បានដកយកអាហារបំពង system បានបង្ហាញពីការប្រើប្រាស់អាហារបំពងផងដែរអាហារបំពងនោះអាចជួយឲ្យយើងកើនឡើងកម្លាំង 20% និងព្យាបាលយើង 20% បន្ទាប់មក Henderson បានផឹកតែម្ដងក្រោយពីបានឃើញអញ្ចឹងខ្លួនរបស់ Henderson បានស្ទុះមកវាប្រហារ Henderson ភ្លាមប៉ុន្តែ Henderson បានគេចផុតជាលើកទី1ហើយនឹងជាលើកទី2បន្ទាប់មក Henderson បានមាត់មួយដៃចំក្រាមមកត្រូវខ្លួនរបស់ខ្លួនឯងខ្ទាតមួយចម្ងាយហើយ Henderson និយាយថាទីបំផុតខ្ញុំអាចធ្វើបានហើយបន្ទាប់មក Henderson បានដកយកអាហារបំពន់ជាច្រើនដបបន្ទាប់មកយើងបានឃើញរន្ទះជើងចិត្តដល់ក្បាលរបស់ Henderson ប៉ុន្តែ Henderson បានគេចផុតជាលើកទី3ហើយអកថ្នាំនោះតែម្ដងបន្ទាប់មក Henderson ក៏បានវាយប្រហារជាមួយខ្លួនរបស់ខ្លួនឯងស្មើដៃហើយ Henderson បានគិតថាខ្ញុំបានប្រើវាអស់5ដបហើយវាកើនឡើងដល់ 100% នៃកម្លាំងប្រយុទ្ធរបស់ខ្ញុំបន្ទាប់មកយើងបានឮត្រឹមតែសំឡេងដាវប៉ះគ្នាតែប៉ុណ្ណោះហើយ Henderson យើងបានគិតថាខ្ញុំបានលេបវាអស់5ដបហើយប៉ុន្តែខ្ញុំនៅតែមិនអាចប្រយុទ្ធជាមួយវាបានដោយសារកំពុងតែកាត់បានភ្លេចជាមួយដៃគូប្រកួតរបស់ខ្លួនធ្វើឲ្យខ្លួនបានយាដៃមកចាប់ករបស់ Henderson បងរងនឹងបញ្ចប់ Henderson ទៅហើយប៉ុន្តែ Henderson និយាយថា inventory បន្ទាប់មកយើងបានឮត្រឹមតែសំឡេងដាវចាក់ខ្លួននោះតែប៉ុណ្ណោះដោយសារតែ Henderson បានប្រើ inventory
ដាក់ចំកន្លែងដាក់ខ្លួនរបស់ខ្លួនត្រូវចាក់បន្ទាប់មកខ្លួនរបស់ Henderson ក៏បានឌូហើយចាប់ផ្ដើមរលាយបន្តិចម្ដងហើយ Henderson និយាយថាវាគួរទៅដល់ពេលវេលាហើយបន្ទាប់មក system បានអាឡូប្រាប់ថារាងកាយរបស់អ្នកមាន 100% ការជាស្វាស្វាយមាន 100% អ្នកទទួលបានរាងកាយដើមរបស់អ្នកមកវិញហើយបន្ទាប់មក system បានឡូប្រាប់ទៀតថាអ្នកអាចប្រើរាងកាយនេះនៅក្នុងពិភពផែនដីរបស់អ្នកបាទហើយស្រាប់តែ Henderson បានទទួលបានរាងកាយដើមរបស់គាត់មកវិញធ្វើឲ្យក្អៅយ៉ាក់ខ្ទេចតែម្ដងបាទចង់និយាយចឹងបន្ទាប់មក Henderson បានគិតថាខ្ញុំពិតជាសប្បាយចិត្តណាស់ពេលដែលទទួលបានរាងកាយសភាពដើមរបស់ខ្ញុំមកវិញប៉ុន្តែខ្ញុំមានអារម្មណ៍ថាសាច់ដុំនេះនៅទូចៗឡើយមិនស័ក្តិសមនឹងសភាពដើមរបស់ខ្ញុំទួតែសោះហើយ Henderson និយាយថាប្រព័ន្ធឆាប់នាំខ្ញុំចេញបន្ទាប់មក system បានអាឡូប្រាប់ថាមានសារដែលមិនទាន់បានអានតើអ្នកចង់ត្រួតពិនិត្យវាដែរឬទេហើយ Henderson បានគិតថាតើអ្វីទៅគឺជាសារដែលមិនទាន់បានអានបន្ទាប់មក Henderson បានជិះពាក្យថាយកប្រុសហើយ system បានអាឡូប្រាប់ថាឋាននរកបានស្វាគមន៍ស្ដេចថ្មីឈ្មោះ Henderson ប៉ុន្តែអ្នកបានត្រឡប់មកផែនដីវិញការទទួលយកអត្ថប្រយោជន៍របស់ស្ដេចថ្មីអ្នកអាចផ្សារភ្ជាប់កន្លែងនិងពេលវេលាពីប្រសាទសិប្បនិមិត្តជាមួយនឹងផែនដីបាទមានបិសាចជាច្រើនជាប់នៅក្នុងប្រសាទសិប្បនិមិត្តកំពុងរងចាំការសង្គ្រោះរបស់ស្ដេចថ្មីហើយ Henderson បានគិតថាខ្ញុំគិតដូចនេះដែរតើអ្នកកំពុងសូមជំនួយពីខ្ញុំមែនទេតើអ្នកដែលខំព្យាយាមរស់រានមានជីវិតរយៈពេល80ឆ្នាំពីនេះសើតែខ្ញុំបានខ្លាចជាស្ដេចថ្មីមែនទេទោះមក Henderson បានលើកដៃកណ្ដាលទៅ system ហើយនិយាយថា Derichan system នេះគឺជាសភាពបិសាចដែលជាប់ក្នុងភាសាសិប្បនិមិត្តដែលកំពុងរងចាំ Henderson មកជួយសង្គ្រោះបន្ទាប់មក Henderson និយាយថាប្រព័ន្ធឆាប់នាំខ្ញុំចេញគាត់ចូលមកពេលព្រឹកនៅមន្ទីរពេទ្យយើងបានឃើញ Henderson កំពុងអវងដៃមួយដើម្បីយកសាច់ដុំឲ្យធំដោយសភាពដើមគាត់ពីមុនវិញហើយយើងបានឃើញលោកដុកទ័រនិងអាជុំមកបានមើលទៅកាន់ Henderson ហើយបាននិយាយគ្នាថាអាជុំមកខ្ញុំច្បាស់ណាស់ថាកូនរបស់អ្នកគឺជាមនុស្សដែលបានអ្វីខិនសមត្ថភាពពិសេសជុំមកបន្ទប់ថាប៉ុន្តែHenderson មានការខុសពីអ្នកដែលបាន awaken សមត្ថភាពពិសេសលោករូទ័រតបថាវាត្រូវហើយនៅពេលឥឡូវនេះវាមិនទាន់មានសញ្ញានៃការ awaken សមត្ថភាពពិសេសនោះទេខ្ញុំមិនអាចបញ្យល់ពីរឿងនេះបានទេហើយអាជុំមកបានតបថាតើមានអ្វីកើតឡើងចំពោះ Henderson លោករូទ័របានតបថាប៉ុន្តែយើងនឹងមានជំរឿនមួយទៀតគឺបញ្ជូន Henderson ទៅវាស់វែងសមត្ថភាពនៅសហគមន៍នាប្រមាញ់បិសាចហើយអាជុំមកបានត្រឹមតែអរគុណលោករូទ័រតែប៉ុណ្ណោះ Henderson បានស្ដាប់លើការសន្ទនានោះហើយបានត្រឹមតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះនៅពេលនេះគាត់មកចូលមកទីក្រុងយើងបានឃើញ Henderson កំពុងជិះតាក់ស៊ីជាមួយនឹងអាជុំមកហើយ Henderson បានគិតក្នុងចិត្តថាតើអ្វីទៅគឺជាការដាស់ឡើងនៃសមត្ថភាពពិសេសនិងសមាគមប្រមាញ់ពិសាខ្ញុំបានធ្វើពោលជាមិនលើកការសន្ទនារវាងលោកដុកទ័រនិងអ្នកម្ដាយរបស់ខ្ញុំប៉ុន្តែខ្ញុំបានក៏សង្កល់យ៉ាងច្បាស់ថាម្ដាយរបស់ខ្ញុំកំពុងលាក់អ្វីមួយពីខ្ញុំតើមានអ្វីកើតឡើងរយៈពេល10ឆ្នាំដែលខ្ញុំបានដេកសន្លប់បន្ទាប់មកតាក់ស៊ីក៏បានធ្វើដំណើរមកដល់ផ្ទះរបស់អាជុំមកហើយអាជុំមកបាននិយាយទៅកាន់ Henderson ថាឆាប់ចូលទៅផ្ទះមុនទៅតិចទៀតបានមកទៅតាមក្រោយ Henderson បានតបថាបាទមកបន្ទាប់មកយើងបានឃើញដៃនរណាម្នាក់កំពុងតែដកលុយពេលបានឃើញអញ្ចឹង Henderson បានឆ្ងល់ថាតើនារីម្នាក់នោះគឺជានរណាហើយនារីម្នាក់នោះបានឆ្ងល់វិញថាតើ Henderson គឺជានរណាបន្ទាប់មកអាជុំមកបាននិយាយកាន់ Henderson ថាតើកូនថ្ងៃនេះចង់ញ៉ាំអ្វីដែរហើយអាជុំមកបាននិយាយទៀតថាជីស៊ូតើអ្នកបានទៅឯណាហេតុអ្វីអ្នកមិនបានឆ្លើយតបនឹងទូរស័ព្ទរបស់ម៉ាក់អ្នកដឹងទេថាម៉ាក់បារម្ភពីកូនប៉ុណ្ណាបន្ទាប់មក Henderson បានគិតក្នុងចិត្តថាជីសូសូម20ទោសមែនតើសម្រាប់ការហៅឈ្មោះខុសហើយអាជុំមកបានមើលឃើញថាជីសូកំពុងកាន់លុយហើយនិយាយថាអ្នកបានធ្វើវាម្ដងទៀតហើយបន្ទាប់មកជីសូក៏បានញាត់លុយចូលក្នុងកប៉ាល់ហើយក៏បានចាប់ដើរដើរចេញពេលដែលបានដើរកាត់Henderson បាត់គិតថាយើងមិនគ្នាប្រមាណឆ្នាំហើយហេតុអ្វីអ្នកមិនចាំពីប្អូនស្រីរបស់អ្នកតែម្នាក់គត់នេះហើយ Henderson បានគិតថាប្អូនស្រីរបស់គាត់ពីមុនគឺមានសក់ខ្មៅហើយប្អូនស្រីរបស់គាត់និយាយថា Oppo in the bed ពេលបាននឹកឃើញអញ្ចឹង Henderson បានបែកញើសយ៉ាងស្រស់ស្រាយយ៉ាងស្រាក់ហើយជីសូបានគិតថាអ្នករាល់ថ្ងៃនេះមើលទៅល្អណាស់បន្ទាប់មក Henderson និងជីសូបានគិតដំណើរគ្នាថាសពថ្ងៃវាដូចជាឋាននរកសម្រាប់យើងហើយជីសូក៏បានដើរហួស Henderson
បាត់ទៅពេលបានដើរចេញមកដល់ក្រៅផ្ទះចូលមកបានស្រែកទៅជីសូថាតើអ្នកនឹងទៅកន្លែងណាម្ដងទៀតហើយទោះមកយើងក៏បានឮសំឡេងនរណាបានគួរទ្វារផ្ទះចូលមកពេលបានឮអញ្ចឹងចូលមកមានការផិតភ័យយ៉ាងខ្លាំងបន្ទាប់មកយើងបានឃើញត្រីឆ្លាមពីក្បាលនោះម្ដងទៀតហើយស្គមនោះបាននិយាយថាអ្នកឆាប់បើកទ្វារភ្លាមមកបើសិនបើអ្នកមិនបើកទ្វារក្នុងរយៈពេល1នាទីទៀតទេខ្ញុំនឹងទន្លុះទ្វារនេះចូលហើយឆាប់បើកទ្វារភ្លាមមកហើយវានៅតែបន្តនៅទាត់ទ្វារនោះរហូតយើងបានឮត្រឹមតែសំឡេងទ្វារគ្រូក្រាស់តែប៉ុណ្ណោះពេលបានឃើញអញ្ចឹងហាន់នេះសងបានធ្វើមុខខឹងហើយគិតក្នុងចិត្តថាម្ដងនេះយើងមិនឲ្យពួកឯងរួចខ្លួននោះទេបន្ទាប់មកយើងបានឮសំឡេងគូទ្វារក្ដុងក្ដាំងហើយស្គមនោះនៅតែបន្តទាត់ទ្វារហើយវានិយាយថាប្រញាប់បើកទ្វារឡើងអ្នកគិតថាខ្ញុំមិនអាចស្វែងរកអ្នកនៅពេលដែលអ្នកចាក់ចេញពីមន្ទីរហើយមកកាន់កន្លែងនេះមែនទេចំពោះអ្នកនៅក្នុងផ្ទះវិញចូលមកបាននិយាយទៅកាន់ជីសូថាកូនស្រីប្រញាប់មកទីនេះវិញហើយយើងបានឃើញស្គមនោះទាត់ទ្វារហើយវានិយាយថាខ្ញុំដឹងហើយអ្នកបានចាក់សោទ្វារហើយធាត់នោះបាននិយាយទៅស្គមថានេះគឺជាផ្ទះរបស់នាងហើយតើនាងគិតថានាងអាចគ្រប់គិតពីខ្ញុំបើម្ដងទៀតមែនទេហើយស្គមបាននិយាយទៅកាន់ធាត់ថាតើយើងគួរតែទម្លុះទ្វារនេះចូលដែរឬទេបន្ទាប់មកយើងបានឃើញជីសូបានបើកទ្វារដើរចេញមកហើយនិយាយទៅកាន់ពួកនោះថាអ្នកគួរឲ្យស៊ីអារម្មណ៍ខ្លាំងណាស់ហើយក៏បានដើរចេញបាត់ទៅត្រីឆ្លាមពីរនាក់នោះបានត្រឹមតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះហើយធាត់នោះបាននិយាយទៅកាន់ស្គមថាតើនាងគឺជានរណាស្គមបានតបថានាងមើលទៅដូចជាកូនស្រីដែរនៅក្នុងគ្រួសារនេះបន្ទាប់មកស្គមក៏បានដើរចូលទៅក្នុងផ្ទះហើយនិយាយថាហេតុអ្វីបានជាអ្នកនៅក្នុងផ្ទះហើយយើងមកឃើញទឹកមុខធាត់នោះមើលទៅកាន់ជីសូដូចជាមិនស្រួលទួទៅសុខវាមានគោលបំណងអាក្រក់តែម្ដងបន្ទាប់មកចូលមកមិនដកកបោបលុយហើយចូលមកបាននិយាយថាខ្ញុំពិតជាសុំទោសមែនតើខ្ញុំមិនអាចទំនាក់ទំនងទៅអ្នកបានដោយសារតែកូនរបស់ខ្ញុំត្រូវគេបានដេញចេញពីមន្ទីរយើងមិនឆ្ងល់ច្រើនទេហើយអ្វីបានជាហាន់ឌីសុងត្រូវដេញចេញពីមន្ទីរពេទ្យដោយសារហាន់ឌីសុងបានជាទៅហើយទុកធ្វើអីទៀតមានតែដេញចេញនឹងហើយបន្ទាប់មកចូលមកបាននិយាយទៀតថាពេលនេះខ្ញុំអាចបង់លុយឲ្យអ្នកបានហើយបន្ទាប់មកយើងបានឃើញកបោបលុយរបស់ចូលមកបានជ្រុះហើយហាន់ឌីសុងបានស្រែកថាមកស្គមនោះបានវាចូលមកហើយវានិយាយថាអ្នកពិតជាល្ងងណាស់ខ្ញុំមកទីនេះមិនមែនដើម្បីតែលុយតិចតួចនេះតែប៉ុណ្ណោះទេខ្ញុំមកនេះដើម្បីសងសិទ្ធកូនប្រុសរបស់អ្នកនឹងហើយយើងបានត្រឹមឃើញចូលមកមានការឈឺជប់ចាប់តែប៉ុណ្ណោះហើយហាន់ឌីសុងបានមានការឃើញខ្លាំងបន្ទាប់មកយើងបានឮសំឡេងឡើងផ្ទោទៅដល់ធាត់នោះហើយធាត់នោះអពេលបានមើលទៅទើបដឹងថាស្គមគ្នាវាត្រូវបានហាន់ឌីសុងវាច់ហើយធាត់ក៏បានអោនទៅគេស្គមហើយនិយាយថាតើមានអ្វីកើតឡើងចំពោះឯងហើយស្គមនោះបាននិយាយថាគាត់ហើយធាត់បានក៏លេចទៅមើលហាន់ឌីសុងហើយនិយាយថាតើឯងគឺជានរណាហើយហាន់ឌីសុងនិយាយថាខ្ញុំចង់ជួបអ្នកប៉ុន្តែអ្នកបានមកដល់ទីនេះហើយពេលដែលបានឮសំឡេងហាន់ឌីសុងធាត់នោះក៏បានស្គាល់ភ្លាមថាជាហាន់ឌីសុងហើយវានិយាយថាដេរឆានឯងមិនស័ក្តិសមនឹងលុយរបស់ម្ដាយឯងផងបន្ទាប់មកហាន់ឌីសុងក៏បានចាប់ផ្ដើមដើរមកមុខហើយនិយាយថាតើអ្នកស្គាល់ពីរបៀបដែលខ្ញុំបានរស់រានមានជីវិតនៅក្នុងឋាននរកទេហើយក៏បានចាប់មាត់ធាត់នោះហើយនិយាយថាខ្ញុំនឹងសងអ្វីគ្រប់យ៉ាងទៅកាន់អ្នកវិញបន្ទាប់មកហាន់ឌីសុងក៏បានចាប់ផ្ទះកំភ្លៀងធាត់នៅផ្ទះកំភ្លៀងផងក៏បានរកផងផ្ទះមួយរកមួយផ្ទះរហូតដល់ទៅ10បន្ទាប់មកក៏បានចាប់ផ្ដើមសាប់យករហូតដល់តែ1000ហើយហាន់ឌីសុងក៏បានចាប់បោះវាទៅឆ្ងាយហើយនិយាយថាឯងឆាប់គួរតែទៅកន្លែងឯងវិញទៅយើងមើលទៅទឹកមុខធាត់នឹងទៅនៅតែនឹងញ៉ាំបានស្រដដែរបន្ទាប់មកវាបានក៏លេចឃើញកៅអីនៅគេនោះហើយវាក៏បានចាប់ផ្ដើមយកកៅអីទៅវាប្រហាហាន់ឌីសុងប៉ុន្តែហាន់ឌីសុងបានវាយធ្លុះទាំងកៅអីទៅដល់ត្រូវមុខអ្នកកាន់ផងដែរក៏បានខ្ទាតទៅមួយចម្ងាយបាត់ទៅពេលដែលបានឃើញអញ្ចឹងស្គមក៏បានដកកំបិតដែរសៀតនៅចិត្តខ្លួនហើយនិយាយជាមួយនឹងការញាស់ខ្លួនជាខ្លាំងហើយហាន់ឌីសុងក៏បានដើរមកហើយយើងក៏បានឃើញហាន់ឌីសុងបានចាប់ដៃស្គមនោះហើយក៏ចាប់ផ្ដើមកាច់ដៃបន្ទាប់មកក៏ចាប់ផ្ដើមទាញបន្ថែមហើយកូនកំបិតក៏បានជ្រុះដល់ដីទៅយើងបានឃើញត្រឹមតែពីរអ្នកនោះមានការឈឺចាប់តែប៉ុណ្ណោះជាពិសេសគឺស្គមតែម្ដងគឺវាស្រែកដូចជាកូនក្មេងអញ្ចឹងខ្ញុំចង់តែទៅចូលនៅក្នុងរឿងនឹងហើយហក់ដាក់វាថែមពី3ជើងទៀតទេហើយធាត់នោះបាននិយាយថាអ្នកគិតថាអ្នកមិនមានបញ្ហាអ្វីជាមួយពួកខ្ញុំមែនទេពេលដែលអ្នកធ្វើឲ្យពួកខ្ញុំមានរបួសយ៉ាងបន្ទាប់មកហាន់ឌីសុងបាននិយាយថាក្នុងករណីនេះទៅហើយខ្ញុំនឹងសម្លាប់អ្នកទាំងពីរដើម្បីបំបិទមាត់កុំឲ្យបង្កើតបញ្ហានៅថ្ងៃខាងក្រោយទៀតហើយជុំមើលបានស្រែកថាបញ្ឈប់វាទៅហើយត្រីឆ្លើមពីរនាក់នោះក៏បានចាប់ផ្ដើមរត់ចេញពីផ្ទះហាន់ឌីសុងហើយវាបានឡើងលើតាក់ស៊ី
ស៊ីជីទៅបាត់ទៅពួកវាបាននិយាយគ្នាថាធួតបាននិយាយថាដេរឆានូតើវានៅក្នុងទីពេទ្យតើត្រឹមត្រូវទេស្គមបានតបថាវាត្រឹមត្រូវហើយប៉ុន្តែពេលដែលយើងជួបវានៅមន្ទីរពេទ្យដំបងមានអារម្មណ៍ថារឿងកាយរបស់វាមានអារម្មណ៍ថានៅទូចនៅឡើយប៉ុន្តែពេលដែលយើងបានជួបវាម្ដងទៀតមានអារម្មណ៍ថារឿងកាយរបស់វាបានផ្លាស់ប្ដូរហើយធំជាងមុននិងមានកម្លាំងថែមទៀតផងធួតបានតបថាដេរឆានូវាបានកើតជំងឺខ្លាចជាមនុស្សរុក្ខជាតិនៅក្នុងមន្ទីរពេទ្យ10ឆ្នាំហើយតើដេរឆានូអាចផ្លាស់ប្ដូរបានដោយរបៀបណាហើយវានិយាយទៅកាន់ស្គមទៀតថាតើខ្ញុំគួរធ្វើបែបណាទៅព្រោះយើងបានសុំច្បាប់ពីមេរបស់យើងថានឹងឲ្យពួកគេចោះចេញពីកន្លែងនឹងតាមសម្រួលបន្ទាប់មកធួតនូបានក៏លេចទៅឃើញជីសូហើយវានិយាយថាឥឡូវនេះមិនមែនជាបញ្ហាហើយយើងមានអ្វីដែលត្រូវធ្វើនោះហើយបន្ទាប់មកវាបានហៅឡានឈប់ក៏ចូលមកកន្លែងដែលអ្នកនៅក្នុងផ្ទះវិញម្ដាយហាន់ឌីសុងបានរៀបរាប់ទាំងទឹកភ្នែកថាពេលដែលអ្នកបានដួលសន្លប់ពួកយើងបានយកអ្នកទៅមន្ទីរពេទ្យប៉ុន្តែមន្ទីរពេទ្យជាច្រើនបានបដិសេធយកអ្នកព្រោះមិនដឹងមានអ្វីកើតឡើងចំពោះអ្នកឲ្យពិតប្រាកដខ្ញុំបានលុបផ្ទះនិងប្រគល់ហាងគឺឲ្យគេខ្ញុំបានសង្ឃឹមថាអ្នកនឹងភ្ញាក់ឡើងយ៉ាងឆាប់រហ័សប៉ុន្តែយើងបានបាត់បង់ប្រាក់ដើម្បីស្នាក់នៅក្នុងមន្ទីរពេទ្យនេះទៀតខ្ញុំបានទទួលការកម្ចីប្រាក់ពីក្រុមហ៊ុន3ផ្សេងគ្នានិងក្រុមហ៊ុនអរ៉ាញវត្ថុវាមិនងាយស្រួលក្នុងការបង់បញ្ចប់ប្រាក់នោះទេវាមិនមែនជាប្រាក់ដើមនោះទេវាគ្រាន់តែជាការប្រាក់បន្ទាប់មកហានីសុងបានសួរទៅកាន់អាចោមកថាតើជីសូនៅរៀនដែរឬទេតើមានអ្វីខុសចំពោះនាងបានបោះបង់ការសិក្សាចោលកាលពី2ឆ្នាំមុនហើយនាងនិយាយថានាងនឹងជួយខ្ញុំប្អូនស្រីរបស់នាងគឺរងទុក្ខខ្លាំងណាស់ពេលថ្ងៃនាងបានធ្វើការនៅកន្លែងប្រេងឥន្ធនៈនិងពេលយប់នាងបានធ្វើការនៅកន្លែងហាងលក់ទំនិញហាន់ដេសុងបានតបថាម៉ាក់អ្នកគួរតែបញ្ឈប់នាងព្រោះនាងគឺត្រូវទៅរៀនខ្ញុំបានបញ្ឈប់នាងជាច្រើនដងហើយប៉ុន្តែនាងនៅតែរឹងរូសហើយនាងនៅតែនិយាយដដែលថានាងនឹងជួយខ្ញុំប៉ុន្តែប៉ុន្មានខែនេះមានអ្វីដែលបានប្លែកចំពោះនាងបានទៅកន្លែងណាមួយដែលខ្ញុំមិនបានស្គាល់ហើយហាន់ដេសុងបាននិយាយថាតើហេតុអ្វីបានជាអ្នកមិនទុកឲ្យខ្ញុំនៅម្នាក់ឯងទៅចូលមកបាននិយាយទៅកាន់ហាន់ដេសុងថាហាន់ដេសុងយើងគឺជាគ្រួសារតែមួយណាយើងមិនគួរនិយាយបែបនោះទេហាន់ដេសុងបានតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះព្រោះគាត់បានឃើញទូរស័ព្ទដៃរោហើយអាចុំមកបានអោនទៅរើសហើយអាចុំមកនិយាយថាគឺជាពួកគេហើយហាន់ដេសុងបាននិយាយថាឆាប់ប្រគល់វាមកឲ្យខ្ញុំមកបន្ទាប់ពីលើកទូរស័ព្ទហាន់ដេសុងបាននិយាយថាខ្ញុំប្រដៅនាងមកគ្រាន់មែនទេហើយហាន់ដេសុងមានការខឹងយ៉ាងខ្លាំងព្រោះយើងមិនដឹងថាអាត្រីឆ្លាមពីក្បាលនោះនិយាយអ្វីខ្លះទៅកាន់ហាន់ដេសុងនោះទេគាត់ចូលមកកន្លែងនេះយើងបានឃើញឡានដែលអាត្រីឆ្លាមពីក្បាលនោះបានជិះគាត់ចូលមកក្នុងឡានយើងបានឃើញពួកអាត្រីឆ្លាមពីក្បាលនោះបានចាប់ជីសូហើយពួកវានិយាយគំរាមទៅហាន់ដេសុងថាអ្នកបានលេងជាមួយមនុស្សខុសហើយអាកោខ្ញុំត្រូវការលុយ100រៀលដើម្បីដោះលែងប្អូនស្រីរបស់អ្នកទៅសមត្ថភាពរបស់អ្នកប៉ុណ្ណឹងអ្នកអាចរកលុយបាន100រៀលយ៉ាងងាយស្រួលហើយគ្មានវិធីណាដែលអាចធ្វើឲ្យប្អូនស្រីរបស់អ្នកមិនមានរបួសបានទេប្រសិនបើអ្នកមិនធ្វើតាមក្រោយពេលដែលបានលឿនចុះហាន់ដេសុងមានការខឹងខ្លាំងហើយអាចុំមកបាននិយាយទៅកាន់ហាន់ដេសុងថាតើមានអ្វីកើតឡើងហាន់ដេសុងបាននិយាយទៅកាន់អាចុំមកមានការងារបន្តិចបន្តួចដែរខ្ញុំទៅធ្វើបន្ទាបខ្ញុំមកវិញហើយអាចុំមកបានតកូនចាំមួយផ្លែហាន់ដេសុងវាមានគូថ្នាក់ណាស់អ្នកមិនអាចដោះស្រាយជាមួយពួកគេដោយការសម្លាប់បានទេអ្នកនឹងអាចជាប់គុកបើអ្នកជាប់គុកម្ដាយមិនអាចរស់នៅបានទេហាន់ដេសុងបានត្រឹមតែគិតក្នុងចិត្តថាខ្ញុំមិនអាចដោះស្រាយជាមួយពួកគេដោយការសម្លាប់បានទេព្រោះវាមិនមែនជាឋាននរកបន្ទាប់មក system បានអាឡូតនៅមុខហាន់ដេសុងហើយអាចុំមកបានត្រឹមតែឆ្ងល់ថាហេតុអ្វីបានជាហាន់ដេសុងនៅមួយកន្លែងបន្ទាប់មកអាចុំមកបានស្រែកសួរហាន់ដេសុងថាតើហាន់ដេសុងកើតឬហាន់ដេសុងបានតបថាគ្មានអ្វីដែលបានកើតឡើងទេតិចទៀតអ្វីទាំងអស់គឺចាប់ដើមរសារឡើងហើយយើងបានឃើញ system ដែលបានលុបប្រាប់ហាន់ដេសុងពីមុនបានប្រាប់ថាអ្នកទទួលបានប្រអប់កញ្ចប់ skill មូលដ្ឋានចំនួន1ហើយហាន់ដេសុងបាននិយាយទៅកាន់ប្រព័ន្ធថាប្រសិនបើអ្នកអាចផ្ដល់វាមកឲ្យខ្ញុំបានហេតុអ្វីអ្នកមិនផ្ដល់វាឲ្យខ្ញុំលឿនជាងនេះមកហើយ system បានលុបអ្នកអាចជ្រើសរើសបាន skill មួយក្នុងចំណោម skill ទាំង4នេះបាន skill ទី1មានឈ្មោះថា skill ថ្នាំពុលមានចំណាត់ថ្នាក់ Eren skill ទី2 skill បង្កើនកម្លាំងមានចំណាត់ថ្នាក់ Eren skill ទី3មានឈ្មោះថាភ្លើងឋាននរកចំណាត់ថ្នាក់ Eren D និង skill ទី4មានឈ្មោះថាការបង្កើតស្រមោលធ្មប់ពេលដែល Han Dae-sung បានមើលទៅ system រួច Han Dae-sung បាននិយាយថាគ្មាន skill មួយណាដែលខ្ញុំចូលចិត្តទេឥឡូវគេកាត់មកចូលកន្លែងអាត្រីឆ្លាមពីអ្នកនោះដែលបានចាប់ជីសូហើយអាស្គូបាននិយាយទៅកាន់អាធាត់ថាតើពេលដែល Han Dae-sung មកដល់ទីនេះតើយើងអាចយកឈ្នះគាត់បានទេអាធាត់បានតបវិញថា
គុំបាទអមអីព្រោះនៅទីនេះយើងមានចំណាប់ខ្មាំងហោយើងបានឃើញនៅកន្លែងនោះមានការកើតអគ្គិសនីមិនដឹងមកពីមូលហេតុអ្វីនោះទេហើយអាធននិយាយថាហេតុអ្វីបានជាមានការឆ្លងភ្លើងអគ្គិសនីនៅទីនេះបន្ទាប់មកក៏មានសញ្ញាអ្វីមួយលេចចេញពីក្រោមជើងរបស់អាធាត់បានមើលទៅហើយក៏បានឆ្ងល់បន្ទាប់មកនិយាយថាតើវាជាអ្វីហើយយើងក៏បានឃើញហាន់ដេសុងហើយហាន់ដេសុងបាននិយាយថាអ្នកបាននិយាយថាអ្នកត្រូវការលុយមែនទេខ្ញុំមកទីនេះដើម្បីបកគោលុយជូនអ្នកហើយកាត់ចូលទៅប្រហែលនាទីមុនយើងបានឃើញហាន់ដេសុងបានជិះរើស្គីសមន់សមោធ្មប់ហើយហាន់ដេសុងបាននិយាយថាក្នុងពេលនេះមានតែស្គីសមោធ្មប់មួយទេដែលស័ក្តិសមប្រើនៅពេលនេះបន្ទាប់មកយើងបានឃើញសមោអាសរានៅលើដៃហាន់ដេសុងហើយហាន់ដេសុងក៏បានចាប់ផ្ដើមប្រតិបត្តិការធ្វើការសមន់សមោធ្មប់ចាប់ផ្ដើមដំបូងហាន់ដេសុងបានចំវាច់ដុំអាសរានោះឲ្យខ្លាចទៅជាដូចទឹកបន្ទាប់មកហាន់ដេសុងបានហាយដៃអើហើយហាន់ដេសុងនិយាយថាការធ្វើដំណើរសមុទ្រដើម្បីយកសមោធ្មប់យើងគឺគ្រាន់តែត្រូវការឈាមឲ្យវាតែប៉ុណ្ណោះតពីភាគមុនយើងបានឃើញហាន់ដេសុងបានហាយដៃអើដែលបានវាយអាថតនេះពីមុនដែលជាប់ឈាមបន្ទាប់មកហាន់ដេសុងបានធ្វើការសមន់សមោធ្មប់ហើយហាន់ដេសុងបាននិយាយថាការសមន់សមោធ្មប់នេះត្រូវការតែឈាមអ្នកដែលយើងស្វែងរកប៉ុណ្ណោះពេលដែលដាក់ឈាមចូលនៅក្នុងនោះហើយតួសត្រូវរបស់យើងទៅដល់កន្លែងណាក៏ដោយវានឹងស្វែងរកដល់ភ្លាមតែម្ដងជាសមោធ្មប់នេះវាមានសារៈសំខាន់ដូចជាពេលដែលសត្រូវបានវាបហាត្រូវយើងវាក៏បានខ្លាចទៅជាដូចស្រមោលផងដែរគាសមោធ្មប់នេះគឺមានសារៈសំខាន់ដ៏អស្ចារ្យមួយទៀតគឺពេលដែលយើងប្រើប្រាស់វាហើយបរិស្ថានជុំវិញយើងគឺមានលក្ខណៈព្រួប្រែដូចជាអគ្គិសនីបានព្រួប្រែនិងមានការ error ជាដើមកាត់ចូលមកពេលបច្ចុប្បន្នវិញយើងបានឃើញហាន់ដេសុងបន្ទាប់មកអាស្គមនៅបាននិយាយថាហក់យកទៅប៉ុន្តែហាន់ដេសុងបានគិតផតបន្ទាប់មកហាន់ដេសុងបានចាប់ក្បាលវាហើយបោកវាទៅនឹងថ្មបែកពពុះមាត់ស្លាប់បាត់ទៅហើយអាធននោះវានិយាយថាអាចដេរឆានហើយវាបាននិយាយទៀតថាអ្នកគឺជាមនុស្សដែលបានអ្វីខិនសមត្ថភាពពិសេសពេលដែលបានលឺអញ្ចឹងជីសូបានត្រឹមខលក្នុងចិត្តតែប៉ុណ្ណោះព្រោះពួកវាបានយកឲ្យបិទមាត់ជីសូកុំឲ្យនិយាយបាត់ទៅហើយហាន់ដេសុងបាននិយាយទៅអាធនថាតើអ្វីទៅគឺជាការអ្វីខិនសមត្ថភាពពិសេសតើវាគឺជាអ្វីហើយអាធននោះបានរើទៅកន្លែងគ្នាវាហើយវាស្រែកថាកុំមកតាមខ្ញុំអីហើយវាបានបើកទ្វារវានិយាយទៅកាន់គ្នាវាថាគ្នាយើងប្រញាប់ខលទៅស្វែងរកមេរបស់យើងព្រោះមានអាដេរឆានដែរបានដល់ឡើងសមត្ថភាពពិសេសចូលមកអុកឡុកនៅកន្លែងនេះហើយគ្នាយើងឆាប់ឡើងនិយាយបានតែប៉ុណ្ណឹងហាន់ដេសុងបានវាយចង្កឹងកវាដេកស្លាប់មួយទៀតបាត់ទៅហើយគ្នារបស់ពួកអាធននោះបានសម្រុកមកវាយប្រហារហាន់ដេសុងប៉ុន្តែហាន់ដេសុងមិនព្រឺជាមួយពួកវានោះទេបន្ទាប់មកមានអាចកអាចែមួយបានវាប្រហារត្រូវហាន់ដេសុងប៉ុន្តែហាន់ដេសុងបានប្រែខ្លាចជាស្រមោលបន្ទាប់មកពីក្រៅវាហើយក៏បានធាក់វាមួយជើងដេកមួយទៀតបាត់ទៅហើយក៏គ្នាវាម្នាក់ទៀតចូលមកវាប្រហារហាន់ដេសុងប៉ុន្តែហាន់ដេសុងកិច្ចផតហើយដាក់ម្ដាយក្រាមមុខដេកស្អាតបាត់ទៅបន្ទាប់មកហាន់ដេសុងបានប្រើល្បឿនយ៉ាងលឿនស្ទុះទៅវាប្រហារអាចកអាចែមទាំងអស់នោះឲ្យដេកស្អាតអស់ទៅបន្ទាប់មកហាន់ដេសុងក៏បានដើរទៅស្រាយចំណងឲ្យជីសូហើយហាន់ដេសុងបាននិយាយទៅជីសូថាតើអ្នកមិនអីទេអូនឯងគួរតែត្រឡប់ទៅផ្ទះមុនទៅហើយជីសូបាននិយាយទៅកាន់ហាន់ដេសុងថាអូប៉ាតើអ្នកមកទីនេះធ្វើអ្វីហើយហាន់ដេសុងបាននិយាយថាអូប៉ានឹងទៅបញ្ចប់រឿងគ្រប់យ៉ាងអ្នកគួរតែទៅផ្ទះមុនទៅហើយជីសូបានត្រឹមតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះបន្ទាប់មកហាន់ដេសុងក៏បានធ្វើដំណើរបន្តទៅមុខទៀតយើងបានត្រឹមតែឃើញបរិយាកាសនៅកន្លែងនោះមានការឆ្លងអគ្គិសនីតែប៉ុណ្ណោះហើយយើងក៏បានឃើញសសមនុស្សជាច្រើនបានដេកផងដែរហើយហាន់ដេសុងបានបន្តឡើងទៅជាន់លើទៀតពេលដែលឡើងបានទៅជាន់លើក៏បានឃើញអាចកអាចែប្រមាណអ្នកទៀតអាចកអាចែនោះបានត្រឹមតែឆ្ងល់ប៉ុណ្ណោះហើយហាន់ដេសុងបាននិយាយថាពួកអាចកអាចែទាំងអស់នេះមិនមានកម្លាំងដូចជាខ្ពើតតែសោះវាមិនគួរឲ្យសប្បាយលេងតែម្ដងបាទពេលដែលបានស្ដាប់ឮអញ្ចឹងពួកអាចកអាចែទាំងអស់នោះមានការខឹងជាខ្លាំងហើយហាន់ដេសុងបានបន្តនិយាយទៀតថាឆាប់ចូលម្ដងទាំងអស់មកខ្ញុំមិនចង់ឲ្យខាត់ពេលវេលានោះទេហើយយើងបានត្រឹមតែឮសំឡេងផ្ទុះមួយទំហឹងនៅកន្លែងនោះតែប៉ុណ្ណោះក្នុងពេលនោះដែរសាច់រឿងក៏បានកាត់មកកន្លែងមួយទៀតយើងបានឃើញទូរស័ព្ទរោហើយក៏មានដៃបរោះម្នាក់ចាប់លើទូរស័ព្ទហើយនិយាយថាខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយបើមិនមានការងារសំខាន់មិនឲ្យខលមកខ្ញុំទេហើយអ្នកដែលខលទូរស័ព្ទបាននិយាយថាមេឆាប់មកកន្លែងនេះជាបន្ទាន់ព្រោះមានរឿងមនុស្សដែលបានអ្វីខិនសមត្ថភាពពិសេសចូលមកអុកឡុកកន្លែងយើងបន្ទាប់ពីស្ដាប់ការនិយាយរបស់អ្នកដែលបានខលទូរស័ព្ទមកបរោះនោះមានការខឹងជាខ្លាំងហើយច្រវាច់ទូរស័ព្ទដល់ខ្ទេចតែម្ដងយើងមើលទៅបរោះនេះពិតជាខ្លាំងមែនទែនតើនឹងមានរឿងអ្វីបន្ទាប់បាទខ្ញុំក៏បានកាត់សាច់រឿងមកកន្លែងហាន់ដេសុងវិញយើងបានឃើញសាកសមមនុស្សជាច្រើនបានដេកស្លាប់ហើយយើងក៏បានឃើញសបរោះម្នាក់ផងដែរហើយហាន់ដេសុងបានដើរទៅបំរុងនឹងបញ្ចប់ជីវិតវាទៅហើយវាបាននិយាយថា
កុំមកអីហាន់ឌីសុងបានតែធ្វើមកគួរដល់ភ័យខ្លាចដល់វាបនហើយក៏មានការមកផ្ទុះមួយបន្ទាប់មកហាន់ឌីសុងបានកន្លែងទៅយើងបានឃើញបរោះមុននោះមកដល់បានចាក់ក្បាលហាន់ឌីសុងបោកទៅនឹងថ្មហើយវានិយាយថាយើអតីតឆាសមត្ថភាពប៉ុណ្ណឹងសោះហ៊ានមកអុកលោកកន្លែងយើងផងវាបានសង្កត់ហាន់ឌីសុងថ្មហើយវានិយាយថែមទៀតថានៅពេលដែលខ្ញុំបានបញ្ចេញកម្លាំងរបស់ខ្ញុំម្ដាយអ្នកហើយនឹងប្អូនស្រីរបស់អ្នកតែងតែភ្ញាក់តើអ្នកគិតថាអ្នកមានកម្លាំងប៉ុណ្ណឹងហើយអ្នកអាចយកឈ្នះអ្នករាល់គ្នាបានមែនទេអ្នកគូតែផ្ដោតចម្លើយមកដល់ខ្ញុំមកបន្ទាប់មកហាន់ឌីសុងបានលើកដៃហើយបញ្ចេញស្រមោលធ្មប់ដើម្បីចាប់យកវាប៉ុន្តែវាបានរីផ្លេចកិច្ចពីការចាប់ទាញរបស់ស្រមោលធ្មប់នោះទោះមកវាបានក្រាបដៃហើយវានិយាយថានេះគឺជាបរិបទដែលមានសមត្ថភាពដែលអាចប្រើស្គីលបាននៅទេតើហើយហាន់ឌីសុងបានងើបមកដូចជាធម្មតាអញ្ចឹងហើយហាន់ឌីសុងបាននិយាយថាឯងគឺជាមនុស្សដែលបានដាស់ឡើងនៃសមត្ថភាពពិសេសតើឯងនឹងធ្វើអ្វីនៅទីនេះវាយឺតពេលសម្រាប់ការស្ដាយក្រោយហើយខ្ញុំនឹងបញ្ជូនអ្នកទៅឋាននរកពេលដែលហាន់ឌីសុងបានលើកពីឋាននរកហាន់ឌីសុងបានខឹងខ្លាំងបន្ទាប់មកវាបានបញ្ចេញសមត្ថភាពពិតរបស់វាប៉ុន្តែត្រូវហាន់ឌីសុងវាយចំកណ្ដាលមកខ្ទាត80ម៉ែត្របាត់ទៅវាខ្ទាតបុកនឹងជញ្ជាំងហើយវាបាននិយាយថាឯងគិតថានឹងយកឈ្នះខ្ញុំដោយងាយស្រួលមិនទេដោយសារតែសម្ដីវាលយពេកទៅបានហាន់ឌីសុងទាត់យកតែម្ដងហើយហាន់ឌីសុងនិយាយថាតើអ្នកដឹងអ្វីខ្លះអំពីឋាននរកវាបានត្រឹមតែគិតថាហាន់ឌីសុងគឺជាអ្នកបានអ្វីខិនសមត្ថភាពពិសេសរួមមានទាំងល្បែខ្ញុំនឹកគិតឃើញអំពីការរស់រានមានជីវិតហើយបន្ទាប់មកវាបាននិយាយថាឈប់សូមទុកជីវិតខ្ញុំទៅខ្ញុំនឹងផ្ដល់លុយទៅកាន់នេះហាន់ឌីសុងបានតបថាលុយតើវានៅឯណាហើយវាបានឆ្អល់ទៅកន្លែងនោះហើយវានិយាយថាវានៅក្នុងកណ្ដាលរដ្ឋាភិបាលទៅសួរឲ្យមួយនោះទៅវាដឹងហើយហាន់ឌីសុងបាននិយាយទៅកាន់វាថាតើអ្នកពិតជាចង់ប្រកល់វាឲ្យខ្ញុំទេបន្ទាប់មកហាន់ឌីសុងក៏បានដើរទៅកន្លែងដែលវាប្រាប់បន្ទាប់មកវាក៏បានរត់បាត់ទៅហើយហាន់ឌីសុងមិនខ្វល់ពីវានោះទេហាន់ឌីសុងបានតែខ្វល់ជាមួយអានោះតែប៉ុណ្ណោះហើយនិយាយថាប្រសិនបើអ្នករត់ដោយអានោះខ្ញុំនឹងសម្លាប់អ្នកហើយវាបាននិយាយថាខ្ញុំពិតជាសុំទោសកាត់ចូលនៅកន្លែងទុកឡានវិញយើងបានឃើញវានិយាយថាខ្ញុំនឹងមកវិញម្ដងទៀតហើយនឹងសម្លាប់អាក្មេងនោះបន្ទាប់មកយើងបានឃើញហាន់ឌីសុងនៅពីក្រោយវាហើយនិយាយថាអ្នកបានភ្លេចប្រាប់ខ្ញុំរឿងមួយគឺលេខកូដសម្ងាត់ហាន់ឌីសុងនិយាយទៀតថាតើនេះមិនមែនជារឿងសំខាន់មែនទេបន្ទាប់មកក៏បានប្រើសម្មៅធ្មប់ចាប់យកអាយុជីវិតវាបាត់ទៅវាបានត្រឹមតែស្រែកប៉ុណ្ណោះកាត់ចូលមកកន្លែងនេះវិញយើងបានឃើញហាន់ឌីសុងប្រើ system យកលុយចេញពីកន្លែងដែលវាបានប្រាប់ហើយហាន់ឌីសុងនិយាយថាតើប៉ុណ្ណាគ្រួសាររបស់ខ្ញុំគឺលេងអីហើយបន្ទាប់មកហាន់ឌីសុងបាននិយាយថាមុនតពីភាពមុនហាន់ឌីសុងបានប្រើ system ដើម្បីប្រមូលលុយដែរវាបានប្រាប់ហើយហាន់ឌីសុងនិយាយថាលុយនេះគឺមានចំនួនទឹកប្រាក់532លានវ៉ុនហើយហាន់ឌីសុងបន្តនិយាយទៀតថាតើប៉ុណ្នេះគ្រួសាររបស់ខ្ញុំលេងពិបាកទៀតហើយខ្ញុំក៏បានកាច់សាច់រឿងមកដល់កន្លែងលក់ទូរស័ព្ទហើយអ្នកលក់បាននិយាយទៅកាន់ហាន់ឌីសុងថានេះគឺជាទូរស័ព្ទដែលចេញថ្មីអ្នកថាអ្នកគឺភេទដែលលុយផ្ទាល់វាមានចំនួនទឹកប្រាក់2.99លានវ៉ុនហើយហាន់ឌីសុងបាននិយាយទៅកាន់អ្នកលក់ថាខ្ញុំយកអាមួយនេះវិញអ្នកលក់ទូរស័ព្ទបាននិយាយទៅកាន់ហាន់ឌីសុងថានេះគឺជាបច្ចេកទេសចុងក្រោយបំផុតដែលល្បីល្បាញបំផុតគឺសម្រាប់នារីវាមានតម្លៃ1.99លានវ៉ុនហាន់ឌីសុងបានតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះវាគឺសម្រាប់នារីហើយអ្នកលក់ទូរស័ព្ទនៅបន្តនិយាយទៅកាន់ហាន់ឌីសុងទៀតថាបើអ្នកគិតថាវាថ្លៃពេកអ្នកអាចបង់រំលោះយកទូរស័ព្ទមួយនេះបានបន្ទាប់មកអ្នកលក់ទូរស័ព្ទមានការភ្ញាក់ផ្អើលជាខ្លះព្រោះហាន់ឌីសុងបានដកលុយមួយដុំយកទៅភេតែម្ដងដល់បើអ្នកលក់ត្រឹមតែបានសប្បាយចិត្តប៉ុណ្ណោះតែប៉ុន្តែខ្ញុំខ្លាចជាអ្នកមានហើយខ្ញុំក៏បានកាត់សាច់រឿងមកដល់ផ្ទះរបស់ម្ដាយហាន់ឌីសុងយើងបានឃើញហាន់ឌីសុងទិញអីវ៉ាន់ដាក់លើតុហើយអាចុំមកបានស្ដីហៅហាន់ឌីសុងថាកូនដល់មកញ៉ាំអីហើយហាន់ឌីសុងបានតបថាខ្ញុំមិនមានពេលវេលានោះទេព្រោះខ្ញុំត្រូវទៅជួបមិត្តភក្តិរបស់ខ្ញុំពេលដែលអាចុំមកបានបើកទ្វារមកក៏បាត់ហាន់ឌីសុងបាត់ទៅហើយបន្ទាប់មកអាចុំមកនិយាយថាតើហាន់ឌីសុងបានចាក់ចេញដោយរបៀបណាខ្ញុំក៏បានធ្វើដំណើរមកទីក្រុងមួយបន្ទាប់មកខ្ញុំបានចូលក្នុងភោជនីយដ្ឋានមួយហើយច័ន្ទហូក៏បានហៅខ្ញុំថាហាន់ឌីសុងខ្ញុំគឺនៅទីនេះហើយហាន់ឌីសុងបានលើកដៃរាក់ទាក់ទៅច័ន្ទហូបន្ទាប់មកច័ន្ទហូបានឆ្ងល់ក្នុងចិត្តថាហាន់ឌីសុងគឺខុសគ្នាឆ្ងាយណាស់ពេលដែលខ្ញុំបានជួបគាត់នៅមន្ទីរពេទ្យហើយពួកគេក៏បានកំងឲ្យហាបន្ទាប់មកពួកគេក៏បានថាតោះលើកដាច់ហើយច័ន្ទហូបានសួរខ្ញុំថាតើអ្នកមានផែនការនៅថ្ងៃអនាគតដែរឬទេខ្ញុំបានតបទៅច័ន្ទហូវិញថាមិនទាន់មាននោះទេហើយច័ន្ទហូបានតបមកខ្ញុំវិញថាយើងមិនមែនជាសិស្សដែលរៀននៅថ្នាក់កណ្ដាលទៀតទេខ្ញុំមិនបានខ្វល់ជាមួយនឹងសម្ដីច័ន្ទហូនេះទេសំខាន់ខ្ញុំលើកដាច់សិនបន្ទាប់មកខ្ញុំបាននិយាយទៅច័ន្ទហូថាប្រសិនបើខ្ញុំមានលុយ500លានតើខ្ញុំអាចទិញបន្ទប់2-3នៅក្នុងស្ថានភាពបានដែរឬទេហើយច័ន្ទហូបាននិយាយមកកាន់ខ្ញុំថាតើអ្នកមាន500លានមែនទេខ្ញុំមិនបានតបជាមួយច័ន្ទហូនោះទេព្រោះខ្ញុំកំពុងតែរវល់ញ៉ាំបន្ទាប់មកច័ន្ទហូបាននិយាយមកកាន់ខ្ញុំថាប្រសិនបើអ្នកមានលុយចំនួន500លានអ្នកប្រហែលអាចជាទិញផ្ទះល្វែងនៅជាក្រុងសេអ៊ូលនេះបានខ្ញុំក៏បានតបថាហា
តើវាត្រូវការចំនួនប្រមាណច័ន្ទហូនិយាយមកកាន់ខ្ញុំថាវាត្រូវការប្រហែល$2000 លានហើយច័ន្ទហូបាននិយាយជាមួយសំណោចថាហាន់ដេសុងឆាប់ភ្ញាក់ខ្លួនឡើងពិភពលោកគឺបានផ្លាស់ប្ដូរខ្លាំងណាស់ពេលដែលអ្នកបានឌូសម្លងពេលដែលបានលើកអញ្ចឹងខ្ញុំគេលេងខ្វល់ទៀតហើយបន្ទោះមកខ្ញុំក៏បានលើកដាច់មួយទៀតព្រោះខំទៅវាយពួកនោះហើយប្លន់លុយពួកវាហើយនៅតែមិនអាចទិញបន្ទប់2 3នៅក្នុងសណ្ដាគារបានទៀតវាពិតជាឆ្ងាញ់ណាស់ច័ន្ទហូបានចាប់សាច់ហើយនិយាយថាខ្ញុំបានលើដំណឹងពីម្ដាយរបស់អ្នកថាអ្នកហាក់បីដូចជាអ្នកដែលបានភ្ញាក់ដាស់ឡើងនៃសមត្ថភាពពិសេសខ្ញុំបានតបទៅច័ន្ទហូថាជាដំបងរឿងដ៏សំខាន់អ្នកគួរតែបញ្យល់ខ្ញុំអ្វីទៅដែលហៅថា awaken ច័ន្ទហូបានថាវាត្រូវហើយខ្ញុំប្រាប់អ្នកទោះជាអ្នកបាន awaken សមត្ថភាពពិសេសក៏ដោយក៏អ្នកមិនដឹងថាវាជាអ្វីដែរក្រោយពីពួកខ្ញុំបានបរិភោគអាហារហើយពួកខ្ញុំក៏បានធ្វើដំណើរចាក់ចេញពីភោជនីយដ្ឋាននោះមកដល់កន្លែងមួយហើយច័ន្ទហូបានរៀបរាប់ពីដំណើរដើមតោងពេលដែលឯងបានឌូសម្លាប់ក៏មានលេចឡើងនៃច្រកលំហមួយមុនដំបូងអង្គការសហជាតិបានតាមដាននិងស៊ើបអង្កេតពីរឿងនេះប៉ុន្តែនៅកន្លែងខ្លះក៏មានបិសាចចាក់ចេញពីច្រកលំហរួចទៅហើយចាប់ពីពេលនោះមកច្រកលំហជាច្រើនទៀតបានកាត់ឡើងហើយពួកអបិសាចទាំងអស់នោះក៏ចាប់ផ្ដើមវាយប្រហារមនុស្សមុនដំបូងមនុស្សក៏បានតបតនឹងពួកបិសាចទាំងអស់នោះដែរដោយប្រើនៅអាវុធបច្ចេកទេសជាច្រើនប៉ុន្តែអាវុធបច្ចេកទេសទាំងអស់នោះមិនដំណើរការជាមួយពួកអបិសាចទាំងអស់នោះទេបន្ទាប់មកទីក្រុងក៏បានត្រូវការបំភ្លេចបំផ្លាញការឡើងទៅខ្ញុំបាននិយាយថាវាមិនដំណើរការទាំងអស់មែនទេរួមទាំងកំភ្លើងនិងមីស៊ីលមែនទេច័ន្ទហូបានតបថាវាត្រូវហើយយើងអាចនិយាយវាមួយទៀតបានថាការពាររបស់ពួកអបិសាចនោះគ្រប់កំភ្លើងទាំងអស់គឺមិនអាចដំណើរការជាមួយវាបាននោះទេបន្ទាប់ពីរស់នៅក្នុងស្ថានភាពបែបនោះយូរមកពួកយើងក៏បានដឹងថាមានមនុស្សដែលបានប្រើវត្ថុដែលមានអាសូរាក្រោយពេលដែលបានស្លាប់បិសាចទាំងអស់នោះមនុស្សដែលអាចប្រើវត្ថុអាសូរានោះបានគេហៅពួកវាថាជាអ្នកដែលអាចបានអ្វីខិនសមត្ថភាពពិសេសហើយច័ន្ទហូបានច្អល់មកកាន់ខ្ញុំហើយនិយាយថាហាន់ដេសុងក្នុងចំណោមនោះក៏មានអ្នកម្នាក់ដែរបន្ទាប់មកខ្ញុំបានដល់ទូរស័ព្ទហើយនិយាយថាអញ្ចឹងខ្ញុំគឺជាមនុស្សដែលបានដើរឡើងនៃសមត្ថភាពពិសេសច័ន្ទហូបាននិយាយមកកាន់ខ្ញុំថាតើអ្នកទិញទូរស័ព្ទមានទីខ្ញុំបានតបថាវាត្រូវហើយវាពិតជាល្អណាស់ទូរស័ព្ទនេះទើបតែចេញថ្មីហើយវាល្អដូចខ្ចង់តែម្ដងច័ន្ទហូបាននិយាយថាប៉ុន្តែប្រហែលថ្ងៃនេះព័ត៌មានគេបានចេញថាទូរស័ព្ទនេះគឺគេដាក់ផ្ដល់ដោយឥតគិតថ្លៃកុំប្រាប់ខ្ញុំថាអ្នកបានបង់លុយលើទូរស័ព្ទបែបនេះណាពេលដែលបានលើអញ្ចឹងខ្ញុំបានខឹងយ៉ាងខ្លាំងហើយច័ន្ទហូបាននិយាយថាចាំបោកគេហើយច័ន្ទហូនៅតែនិយាយប្រាប់ខ្ញុំទៀតថាទោះជាអ្នកមិនបានប្រើវត្ថុអាសូរាក៏ដោយក៏នៅមានលក្ខខណ្ឌមួយទៀតផងដែរគឺភ្ញាក់ឡើងជាមួយនឹងសមត្ថភាពកម្លាំងរាងកាយរបស់អ្នកដោយប្រើអាសូរាអ្នកសារកលែកមើលខ្លួនឯងទៅមើលហាន់ដេសុងអ្នកមើលទៅពិតជាអស្ចារ្យណាស់ខ្ញុំហ៊ានធានាថាអ្នកគឺជាអ្នកដែលបានប្រាស់ឡើងសមត្ថភាពពិសេសព្រោះអ្នកបានបបាក់ពួកទាំងអស់នោះនៅពេលដែលពួកវាមកអុកលុកដល់ផ្ទះរបស់អ្នកហើយខ្ញុំបានធ្វើជានិយាយដោយស្ដាប់មិនឮថាអូត្រូវហើយខ្ញុំគឺជាអ្នកដែលបានផ្ដាស់ឡើងនៃសមត្ថភាពពិសេសតើខ្ញុំអាចលុយបានប៉ុន្មានច័ន្ទហូបានត្រឹមតែឆ្ងល់ជាមួយពាក្យសម្ដីរបស់ខ្ញុំតែប៉ុណ្ណោះហើយច័ន្ទហូបានស្រែកមកកាន់ខ្ញុំថាអ្នកបានដេកសន្លប់អស់10ឆ្នាំមែនតែទម្លាប់របស់អ្នកមិនដូរតតែសោះអ្នកមិនដែលស្ដាប់ការនិយាយរបស់ខ្ញុំដោយយកចិត្តទុកដាក់តតែសោះដូចជាខ្ញុំបាននិយាយអញ្ចឹងតើខ្ញុំអាចលុយបានប៉ុន្មានបន្ទាប់ពីនិយាយគ្នាលេងជាមួយមិត្តភ័ក្តិដែលខាងបាននិយាយជាមួយគ្នាអស់រយៈពេល10ឆ្នាំក្នុងពេលនោះដែរក៏មានជ្រោកលំហបានលេចឡើងខ្ញុំនិងច័ន្ទហូបានឆ្ងល់ភ្លាមបន្ទាប់មកជ្រោកលំហក៏លេចឡើងពេញលេញធ្វើឲ្យមនុស្សនៅជុំវិញនោះមានការស្លន់ខ្លោចជាខ្លាំងបន្ទាប់មកបិសាចក៏បានចាប់ផ្ដើមលេចចេញពីជ្រោកលំហនោះតែម្ដងបន្តពីភាពមុនបិសាចបានចេញជាច្រើនធ្វើឲ្យប្រជាជននៅកន្លែងនោះមានការភ័យខ្លាចជាខ្លាំងពួកអបិសាចនោះស្រែកដើម្បីផ្ដល់សញ្ញាឲ្យគ្នាវាទាំងអស់បន្ទាប់មកពួកអបិសាចទាំងអស់នោះក៏បានចាប់ផ្ដើមវាយប្រហារទៅកាន់មនុស្សពេលដែលបានឃើញអញ្ចឹងក៏ចាប់ផ្ដើមថាគ្នាយើងតោះរត់ហើយច័ន្ទហូបាននិយាយមកកាន់ខ្ញុំថាវាមិនគួរឲ្យជឿតតែសពដែលច្រកលំហលេចឡើងនៅកន្លែងនេះខ្ញុំបានគិតក្នុងចិត្តថាមើលទៅពួកអបិសាចទាំងអស់នោះគឺវាខុសគ្នាពីបិសាចដែលខ្ញុំបានជួបនៅក្នុងឋាននរកបន្ទាប់មកខ្ញុំបានលើកជើងហើយជន់ទៅថ្មដើម្បីរើសថ្មមួយដុំខ្ញុំបានរើសដុំថ្មហើយនិយាយថាខ្ញុំគួរតែតេស្តសាកល្បងជាមួយភាពតានរបស់វាបន្ទាប់មកខ្ញុំបានយល់ដែរហើយគប់ដុំថ្មមួយទំហឹងត្រូវវាប៉ុន្តែវាបានលោតសៀការពារមិនឲ្យវាត្រូវរបួសនោះទេខ្ញុំបានក្រឡេកឃើញថាវាចេញសៀមកការពារខ្លួនវាក្រឡេកមកកាន់ខ្ញុំដោយកំហឹងហើយច័ន្ទហូបាននិយាយមកកាន់ខ្ញុំថាខ្ញុំធ្លាប់ប្រាប់នេះហើយម្ដងតើថាសូម្បីតែកំភ្លើងនឹងក៏នងមិនអាចដំណើរការជាមួយបានផងបន្ទាប់មកបិសាចនោះបានស្ទុះមកវាប្រហារខ្ញុំច័ន្ទហូបានមកផ្នែកហើយកាន់ខ្ញុំចិត្តថាអ្វីគ្រប់យ៉ាងត្រូវបញ្ចប់ហើយនៅថ្ងៃនេះបន្ទាប់មកយើងបានឃើញឈាមខ្ទាតចង់មកច័ន្ទហូហើយច័ន្ទហូបានផ្នែកមកវិញក៏បានដឹងថាខ្ញុំបានវាយបិសាចទុកដៃទៅទេស្លាប់បាត់ទៅហើយ
ចាន់ហូបបានតែឆ្កល់ក្នុងចិត្តតែប៉ុន្តែវាមិនអាចទៅរួចបានទេគ្រាន់តែប៉ាកណ្ដាប់ដៃអាចសម្លាប់បិសាចនឹងបានបន្ទាប់មកក៏មានបិសាចស្ទុះមកវាបហាខ្ញុំតែខ្ញុំបានលើកទៅដល់ដាក់មួយដៃដេកស្ប៉ាបាត់ទៅហើយខ្ញុំបានប្រើល្បឿនយ៉ាងលឿនស្ទុះទៅស្លាប់ក៏បិសាចនោះអស់ទៅចាន់ហូបបានភ្ញាក់ផ្អើលជាមួយខ្ញុំហើយគាត់ថាតើគាត់ភ្ញាក់ឡើងនៅសមត្ថភាពអីឬក៏ប៊ីប៉ុន្តែឥឡូវនេះមិនមានពេលសម្រាប់ការរឿងបាននោះទេខ្ញុំគួរតែទៅជួយប្រជាជនវិញយើងបានកាសែករឿងមកដល់កន្លែងមួយទៀតយើងបានឃើញបិសាចជាច្រើនកំពុងអុកលុកនៅកន្លែងនោះហើយពួកមនុស្សនោះបានគិតថាពួកយើងប្រហែលជាត្រូវចាញ់ហើយនឹងស្លាប់ដោយសារស្នាដៃពួកបិសាចនេះហើយប៉ុន្តែចាន់ហូបានរំលងនិយាយថា everyone កុំបារម្ភអីខ្ញុំដឹងពីកន្លែងដែលមានសុខភាពហើយអ្នកទាំងអស់គ្នាឆាប់រត់តាមខ្ញុំមកប៉ុន្តែពួកបិសាចនោះបានលុបមកកាក់មកដែលធ្វើដំណើរបាត់ទៅហើយពេលដែលបានឃើញអញ្ចឹងចាន់ហូមានការតបស្នងជាខ្លាំងពួកអបិសាចនោះវាឆ្លាតដល់ថ្នាក់នឹងឬហើយពួកមនុស្សបានស្លន់ស្លោជាខ្លាំងពួកអបិសាចទាំងអស់នោះក៏បានរត់មកវាបហាមនុស្សដែលបាននៅកន្លែងនោះពួកមនុស្សបានត្រឹមតែស្លន់ស្លោតែប៉ុណ្ណោះហើយក៏មានក្មេងមួយផងតែដែលយំតែសួររមាក់វាថាម៉ាក់អបិសាចទាំងអស់នោះបានវាបហាមនុស្សត្រឹមបានតែស្ដាយថាជួយខ្ញុំផងតែប៉ុណ្ណោះទេហើយក៏មានបិសាចមួយនៅកន្លែងកូនក្មេងស្រីនោះផងដែរក្មេងស្រីនោះបានឃើញចឹងមានការយំថែជាខ្លាំងបន្ទាប់មកអបិសាចនឹងបានវាបហាទៅក្មេងស្រីនោះប៉ុន្តែត្រូវបានចាន់ហៅរត់មកជួយសង្គ្រោះបានបន្ទាប់មកខ្ញុំបានឡើងជង្គង់trongក្បាលបិសាចនោះដេកស្អាតបាត់ទៅចាន់ហៅបានសប្បាយចិត្តហើយនិយាយថាទីបំផុតឯងមកហើយខ្ញុំបាននិយាយទៅចាន់ហៅថាអ្នកគឺជាមនុស្សដែលមិនគួរឲ្យជឿមែនអ្នកប្រញាប់ទៅលឿនទៅចោះទុករឿងនេះឲ្យខ្ញុំចាន់ហៅបានតបថាទុកប្រជាជនជាអ្នកឲ្យខ្ញុំជួយសង្គ្រោះសាច់រឿងបានបង្ហាញពីទីក្រុងហើយបានឮសម្ដីពួកមនុស្សនិយាយថាឆាប់ប្រញាប់ឡើងយើងឆាប់គោះហើយចូលទៅក្នុងក្រោមលូទៅសាច់រឿងបានបង្ហាញពីភោជនីយដ្ឋានមួយហើយយើងបានឃើញទូរស័ព្ទដែលកំពុង live stream ហើយអ្នកនៅក្នុង live stream បាននិយាយថាតើវាជាការពិតទេដែលខ្ញុំបានវាបង្ហាញជាមួយបិសាចដោយម្នាក់ឯងអាប៉ែ live stream បាននិយាយទៅកាន់អ្នកមើលរបស់គាត់ថាអ្នកដែលប្រជុំជាមួយបិសាចនោះទីទៀតនឹងមានបញ្ហាហើយព្រោះបិសាចបានរំពាត់គាត់ចិត្តទៅហើយប៉ុន្តែខ្ញុំនៅតែអាចប្រយុទ្ធជាមួយបិសាចបានធម្មតាហើយអាប៉ែ live stream បាននិយាយថាបិសាចនៅពីក្រោយខ្ញុំក៏បានត្រូវបិសាចវាប្រហារខ្ទាត80ម៉ែត្រហើយខ្ទាតបុកនឹងឡានមួយគ្រឿងអាប៉ែ live stream បានឃើញអញ្ចឹងមានការភ័យចំនួនហើយអ្នកនៅក្នុង live stream បាននិយាយថាតើអ្នកប្រយុទ្ធជាមួយបិសាចនឹងតែស្លាប់បែបនេះមែនទេខ្ញុំបានត្រឹមតែគិតក្នុងចិត្តថាណាមិនធ្វើផែនតិចសាច់រឿងក៏កាត់មកកន្លែងនោះដែលប្រជាជនខំគោះយើងក៏បានឃើញនារីម្នាក់និយាយថាកូនស្រីហើយយើងក៏បានឃើញក្មេងស្រីមុននោះរត់មកកាន់នាងហើយនិយាយថាម៉ាក់ពេលដែលបានឃើញគ្រួសារគេសប្បាយចិត្តអញ្ចឹងច័ន្ទហូរបស់យើងក៏បានសប្បាយចិត្តផងដែរហើយបុរសដែលនៅក្បែរច័ន្ទហូបាននិយាយថានាងនឹងត្រឡប់ទៅវិញទេពេលដែលបានលើកអញ្ចឹងច័ន្ទហូទើបតែឃើញថាគឺហានីសុខបន្តពីភៀមុនយើងបានឃើញបិសាចជាច្រើនរំពោះហានីសុខហើយក៏មានបិសាចមួយដើរមកដើម្បីនឹងបញ្ចប់ហានីសុខយើងក៏បានឃើញអាប៉ែឡាស៊ីមផងដែរអាប៉ែឡាស៊ីមបាននិយាយថាទីទៀតនឹងមានគ្រោះថ្នាក់ទៅកាន់អ្នកប្រយុទ្ធនោះហើយអាបិសាចនោះបានលើកដំបងវាប្រហារទៅហានីសុខភ្លាមនោះហានីសុខបានបាត់ខ្លួនមួយប្រពេចផងដែរធ្វើឲ្យបិសាចនោះមានការឆ្ងល់ជាខ្លាំងយើងក៏បានឃើញអាបិសាចនោះបាយត្រូវតែឡើងប៉ុណ្ណោះពេលដែលអាបិសាចនោះបានកលែកមកខាងក្រៅក៏ឃើញហានីសុខបានវាប្រហារគ្នាវាស្លាប់មួយទៀតបាត់ទៅពេលដែលបានឃើញអញ្ចឹងអាប៉ែឡាស៊ីមមានការភ្ញាក់ផ្អើលជាខ្លាំងហើយបាននិយាយថាអ្នកប្រយុទ្ធនោះគឺនៅរស់ទេហើយអ្នកប្រយុទ្ធនោះពិតជាខ្លាំងមែនទេហើយហាន់ឌីសុងបាននិយាយថាអរគុណណាស់អបិសាចចង្រៃដែលបានវាប្រហារខ្ញុំធ្វើឲ្យម៉ាណារបស់ខ្ញុំរត់ទៅកន្លែងដែលខ្វះខាតហើយហាន់ឌីសុងបានញញឹមរួចនិយាយថាខ្ញុំនឹងកំចាត់អ្នកម្ដងមួយរហូតទាល់តែអស់បន្ទាប់មកហាន់ឌីសុងបានប្រើល្បឿនយ៉ាងលឿនស្ទុះទៅវាប្រហារបិសាចនោះស្លាប់អស់ទៅអ្នកមើលរបស់អាប៉ែឡាយសៀមនោះពេលបានឃើញអញ្ចឹងក៏បានខមមិនថាសូមអ្នកទៅចិត្តហើយនឹងបង្ហាញយ៉ាងតិចទៅព្រោះការ live stream របស់អ្នកមិនអាចតាមទាន់ល្បឿនដ៏លឿនរបស់អ្នកប្រយុទ្ធនោះបានទេពេលដែលបានឃើញខមមិនរបស់គាត់អាប៉ែឡាយសៀមនោះបានកាត់ក្នុងចិត្តថាពួកនេះឈួតឆៃមិនដែរតើពួកឯងចង់អញទៅស្លាប់មែនហើយក៏មានaccount ឈ្មោះ Slayer បានបាញ់លុយឲ្យទៅកាន់ប៉ែឡាយស្គីមចំនួន5លានវ៉ាន់បើអ្នកទៅកាន់តែចិត្តហើយក៏សង្កល់ពីបុគ្គលម្នាក់នោះខ្ញុំនឹងបន្ថែម5លានវ៉ាន់ទៅអ្នកបន្ថែមទៀតពេលដែលបានឃើញចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកធំអញ្ចឹងប៉ែឡាយស្គីមបានមានការភ្ញាក់ផ្អើលជាខ្លាំងហើយបានគិតក្នុងចិត្តថាទោះជាខ្ញុំចង់បានលុយប៉ុណ្ណាក៏ដោយតើមានរបៀបណាដែលធ្វើឲ្យខ្ញុំទៅដល់កន្លែងនោះយើងក៏បានឃើញបិសាចនោះបានវាយប្រហារទៅកាន់ហាន់ឌីសុងប៉ុន្តែហាន់ឌីសុងបានគេហៅគិតក្នុងចិត្តថាការប្រើប្រាស់ម៉ាណាមិនមែនជារឿងធម្មតានោះទេបន្ទាប់មកហាន់ឌីសុងបានជាដៃមកក្រោយហើយមកទៅអាបិសាចនោះទុះក្បាលស្លាប់បាត់ទៅហើយក៏មានaccountមួយទៀតឈ្មោះជូលីបានបាញ់ទឹកប្រាក់ចំនួន5លានវ៉ាន់ទៅឲ្យអាប៉ែឡាយស្គីមហើយក្នុងនោះបាននិយាយថានេះគឺជាទឹកប្រាក់សម្រាប់ការកត់សម្គាល់មុខឲ្យបានកាន់តែច្បាស់ប៉ុន្តែបើអ្នកបានកត់សម្គាល់កាន់តែច្បាស់អំពីមនុស្សម្នាក់នោះខ្ញុំនឹងបន្ថែមទឹកប្រាក់ទៅកាន់គណនីរបស់អ្នកបន្ថែមទៀតយើងមើលទៅអាប៉ែឡាយស្គីមពិតជាញ័រខ្លួនមែនតើបាទការជូនដំណឹងអ្នកឧបត្ថម្ភកាន់តែច្រើនទៅហើយ
ไปไลฟ์สตรีมบ้านแต่กระทรวงจะถ่ายanh chọn tới đấy à hồi có miếng cái này mua hai MC bán đừng này tập ra trên nuôi mà phải liên quan bảo nè có sẵn qua một bò một nụ hai nương prap bò mình làm ớt ở pi con mà càng nhom nương đừng này tập ra trên nuôi sai sụp liên quan tới càng nhẹ tiền p đại bang khơi trên nuôi tập ra phải liên sải chết tem dong sách riêng của bangกันมาสุดท้ายกี่มีสิบท้าฮะยื่ของบางเคยตัวได้บรรจังปิกาไลฟ์สตรีมบอตัวปลอดบอยื่พอได้ให้โบรอกแปะเป็นตาทุกบ้านที่จะกันมาดูปิกาของท่าดึกจิเมดึกนอมบ้านอีจังขยมบ้านเตะตึกประจำนวนมาพายเรียนวันให้หนึ่งใหญ่ท่าดอจำนวนไซส์เรียนตามกล่าวให้อาแปะจิเมระบอบเป็นตาทุกบ้านใหญ่ท่าดึกขยมบ้านกันจังตัวอาแปะไลฟ์สตรีมคล้ายงอก็ได้เอาแต่ยื่อุปธรรมจำนวนตึกประจานตึกเวียตุกชีวิตเวียมวยไหลสันเหาขยมบ้านตามรองรู้ได้คลังแบบในยูให้ปันตายร่มมันได้เคยสอบปันตายเป็นนี่อารมณ์ระบอบขยมบ้านเราขยมท่ามีแต่โบราณเนี่ยนี่เตะได้สะสมกัดมอกันไลในเวียยังบางเคยฮันได้สองเชลเลอร์สะสมบิสัยตัวให้พวกใบไซต์ต่างอ่อนตรงเมียงการพัดไปจิมวยฮันได้สองแมนแต่หอยฮันได้สองบ้านใหญ่ตึกพวกใบไซต์ต่างอ่อนรู้ทางเมื่อแต่พวกใบไซต์ต่างอ่อนนี่ปัจจุบันการพัดไปเฮ้ยขนมเป็ดก็ได้คณีเวียก็มาสลับมวยตีเพลียมโดยสารสนับได้ฮันได้สองใบไซต์ในเกิดดูบางขันยักษ์หลังเฮ้ยสไลด์ค่ะคณีเยอะชาวเจ้าฮันได้สองบางเกิดคงจะถ่าใบไซต์ต่างอ่อนนี่เมาจีเรื่องเราโหดแต่หนังวิวเมาต่อเคลียร์แต่หนังสมบัติธรรมนาบอกขยมก็สดาแล้วมันตอนได้เฮ้ยจันเฮ้ก็บามาดอปีหมอกแปะลายเต็มห้อยนี่ถ่าตาเนี่ยก็พงทัวร์ไว้เต็มนี่ให้ไว้บ้านจีเนี่ยมันจี้เวียงเฮ้ยรถเตอร์กันไหลหนอมอนได้มีสวัสดิภาพโดยสารจันเฮ้มาดอปีหมกแปะลายเต็มเพลียมโดยจีขมายจากได้ทัวร์แปะลายเต็มมันมีการพัดไปยี่ขลังเฮ้ยบ้านตำเนียตูสับในการลายเต็มเจ้าบัตรเตอร์เฮ้ยจันเฮ้บ้านจับเตียงแปะลายเต็มดูให้ในใหญ่ทางพยับลายยืนชับเตอร์ดำบอลได้มีสวัสดิภาพแปะลายเต็มบ้านสองสไลด์เมนเทนเฮ้ยสไลด์ท่าโอ้ยมันนี่ขยมโดยสารสำเร็จเราว่าแปะลายเต็มได้ทัวร์ไอบิสัยบุบ้านสตูหมกดอลปีหมกเนี่ยตักปีโดยสารการพัดไปคลังไปแปะลายเต็มกับบ้านใบปูมัวเฮ้ยสลับบัตเตอร์เอาฉลามสลับนะเฮ้ยจันเฮ้บ้านพยายามด่าแปะลายเต็มดูให้ในใหญ่ท่าตามเมียไว้การล้างจับปูฮันนี่เฮ้ยบิสัยลูกบ้านบางการวิวหาแต่การเนี่ยตั้งปีปันตาชีอักษรไว้เติมบานฮันได้ส่งบานโยวุฒระบอบปัวเอาไปใส่คณีวินึกกุบเตอเติมกระบาวิสลับบัตเตอเปได้จันโฮบานมือเตอเบิ่งทาเชียฮันได้ส่งให้ฮันได้ส่งบานในยี่ทาแฮนสอดผู้เกย์กับบอลมาโดนกันเลยสวัสดิภาพให้ฮันได้ส่งบานในยี่ที่จันโฮทาตั้งให้ไว้บ้านจีเนี่ยแต่ละมอกันเลยนี่มาโดนตีให้ฮันได้ส่งเนื้อแต่บนตอในกิจการจันโฮตีทาตั้งเนี่ยอาชูตรอมจิมวยไปใส่แต่อนุบาลมันไพ่ในตีได้เด็ดตีผู้ดูขยมคือเติมกันไหลมวยให้จันโฮบางโตเป็นทาก็มารอมไอติดหนังเมียนแคลนบ้านมาดอลให้จันโฮบ้านในยี่ทาเติมแต่มาวิ่งได้สวัสดิภาพให้คือเติมแต่ชับมาวิ่งยืนกับบ้านน้องพองได้ทาขมิ้นกันเลยนาชงายได้ฮันได้ส่งคือเติมตีคือเมียนตายประสาทสปะนิมัตตายเป็นหนักเราปอนบ้านเจ้าดุมนังทาในอาจปลาวัตถุได้เชิงปีประสาทสปะนิแบบบาลูตราแต่เนี่ยบ้านมาจับเพศเกิด100%ตาเนี่ยจ้องเจ้ากันเลยนี้ได้หรือตีเขาฮันได้ส่งกับมันจุดปีถ่ายยุบรอมก็มีชิ้นน้ำหอมบ้านเล็กหลังนี่ก็ไหลดูเพลียมตายมาดอกจันหอมบ้านเพียบอาจีคลังหอยบ้านในใหญ่ถ่าฮันได้ส่งกวดบอลชิ้นน้ำหอมบ้านตากวดหนึ่งเต้ก็ไหลนะโตหมอกเยอะก็มาเคยฮันได้ส่งขบานเจ้าหมดดอกประสาทสปานิเมหอยฮันได้ส่งบ้านในยี่ทาโดยสาเรียงกายหรือบอกขยมมันไอปลามันนาบ้านหล่อต่อแต่ซอซิสเต็มส่งปราบขยมถามันนาระบอกขยมเนื้อถนัดตีปันมาปราบปอนบ้านมหาถามันนาระบอกเนี่ยคือมีกราวดอกเพรอยในสเปียบดามระบอกเนี่ยฮันได้ส่งบ้านในยี่ทาสมปรักชมปีริบได้มองการมันน่าระบบขยายบ้านชาวหาตามวิธีได้อาจทบบ่ซิสเต็มบ้านของหาทาของพวกแต่เรียบจำไซจิบัตรบ่เนี่ยมันโตปีเรียบจำไซจิบัตรบ่เนี่ยหอยหนักมิ้นแควได้ตรายเนี่ยทบเป้ได้เนี่ยเจ้าตือเป้ได้เนี่ยเจ้าตือแควนึกอะไรหนูหอยเนี่ยมันจับเพดเกิดนึกอะไรหนูเนี่ยนั่งตัวบ้านรำวันจังปีกันไรหนูเป้ได้ฮันได้ส่งบ้านมาจับการอ่านระบบซิสเต็มฮันได้ส่งบ้านกระถาไซจิบัตรตาเนี่ยในยี่ปีไซจิบัตรได้เคยบ้านรูเรียนมีจิบัตรตรงทานในรูแมนติขยมมันได้มันเพลย์ปีวิตีหอยซิสเต็มมาลูกปรับถาตาเนี่ยจ้องมือไปได้เลยตีฮันได้ส่งบ้านในยี่ถาแย่หอยก็มีสิบพังมวยกับบ้านเล็กลาวประปวดบ้านมหาถาประปวดกับพวกแต่ดำนากาหอยประปวดกับบ้านจับมันโจไซจิบัตรกรุบอยากได้ฮันได้ส่งบ้านสลับจอกัดเจ้าครั้งสิบพังหนึ่งปีได้บ้านจับมันโจดูประปวดมหาถาประปวดบ้านจับมันโจวีรู้แต่หอยบอกให้ปีไซจิบัตรระบบฮันได้ส่งตั้งปีสลับได้วิญญาณทะเลหมดดอกทันระดูให้พี่เยี่ยมรู้เรียนเมียนจิบัตรหอบหมดดอกปัจจุบันหอยสิบพังนู้ก็บ้านเชตเตอร์ประปวดบ้านมหาถากะบ่ปุ่มตรึบ้านมันจับหอยฮันได้ส่งบ้านในถาขยมมีรองปัจจัยกระนะปลัวขยมมันดังถาบอกเกิดมันน่าระบอกขยมดาวเบียบนาหนึ่งตีปลัวขยมบ้านสำหรับปูเตียงหนึ่งออกแต่หอยฮั
ហាន់នេះសូមបាននិយាយថាទៅទំព័រទី16ព្រៃរបស់ស្ដេចបិសាចហើយប្រពន្ធបានជូនដំណឹងថាទំព័រទី16 5ឆ្នាំ75ថ្ងៃមុននឹងត្រូវបានធ្វើឡើងវិញហើយ system ក៏បានបញ្ជូនហាន់ដេសុងទៅដល់កន្លែងមួយទៀតបាត់ទៅសាច់រឿងក៏បានកាន់មកដល់ភោជនីយដ្ឋានដដែលយើងមកឃើញចាំហៅនឹងអប៉ែឡាយស្គីមបានធ្វើដំណើរឡើងទៅជាន់លើកហើយអប៉ែឡាយស្គីមបានគ្រប់គ្រងចិត្តថាប្រហែលខ្ញុំបានទៅដល់ចិត្តអ្នកដែលប្រយុទ្ធនោះហើយខ្ញុំនឹង record ពេលដែលពួកគេបានភ្លេចខ្លួនហើយអប៉ែឡាយស្គីមបានសួរទៅចាំហៅថាតើអ្នកប្រយុទ្ធនោះបានទៅណាបាត់ហើយចាន់ហូបានតបវិញថាតើពួកគេផ្ដល់លុយឲ្យអ្នកប៉ុន្មានថាតើពួកគេបាននិយាយថាបាទនេះថតមកគេបាននឹងផ្ដល់ទឹកប្រាក់ទៅកាន់អ្នកមែនទេហើយអាប៉ែឡាយស្គីមធ្វើដូចជាមិនដឹងអញ្ចឹងហើយយើងក៏បានលឺសំឡេងអ្វីមកពីជាន់ខាងលើដែលធ្វើឲ្យអ្នកទាំងពីរភ័យមែនទេហើយចាន់ហូបាននិយាយទៅកាន់អាប៉ែឡាយស្គីមថាប្រហែលជាមានមនុស្សដែលរស់មានជីវិតនៅជាន់ខាងលើនេះតាមខ្ញុំឡាយស្គីមស្រាប់មកបន្តមកក៏លឺសំឡេងទូរស័ព្ទរោចេញពីកប៉ៅអាវរបស់ចាន់ហូពេលដែលចាន់ហូដល់ទៅដឹងថាជាសាររបស់ Clan Seoul ហើយក្នុងសារនោះក៏បាននិយាយថាអ្នកជួយសង្គ្រោះទីទៀតបានទៅដល់ព្រោះវាជាចុងសប្តាហ៍វារៀងយឺតបន្តិចហើយសូមអ្នកជួយប្រុងប្រយ័ត្នផងពេលដែលបានអានសារនោះហើយចាន់ហូបានគិតក្នុងចិត្តថាខ្ញុំមានតែពឹងលើហាន់ដេសុងតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាហាន់ដេសុងនឹងមកកន្លែងនេះឆាប់ៗសាច់រឿងក៏បានកាន់មកដល់កន្លែងប្រាសាទសប៉ានិមិត្តហើយរឿងក៏បានគេ system អាឡូតប្រាប់ហាន់ដេសុងថាការកំណត់ធ្វើឲ្យប្រាសាទឡើងនៃព្រៃបិសាចបានចាប់ផ្ដើមហើយកន្លែងនេះក៏បានប្រសើរឡើងវិញផងដែរហាន់ដេសុងបានកាត់ថាប៉ុន្តែនៅកន្លែងនេះមើលទៅវាស្ងៀមស្ងាត់ណាស់ហើយ system មកលោកប្រាប់ថា quest ទី1 phase ទី16មិនណាបោភាពលំបាកកម្រិតទាបគោលដៅគឺយកឈ្នះជាមួយបិសាចដែលបានគ្រប់គ្រងព្រៃបិសាចរយៈពេល1ម៉ោងគោលដៅគឺសម្រាប់ពួកវាបាន10ទទួលបានរង្វាន់មិនណាបោរង្វាន់ទី2គឺបន្ទុក 2000 T រួមជាមួយនឹងមិនណា 80% យើងមិនដឹងថាអាបន្ទុក 2000 PT ហ្នឹងយកទៅធ្វើស្អីទេបាទព្រោះសាច់រឿងអត់តបានប្រាប់យើងផងមិនច្រឡំមិនណា 80% មិនណា 30% ច្រឡំហើយហានេះសូមបាននិយាយថាអ្នកបានមកដល់ទីនេះហើយយើងមើលទៅឲ្យបិសាចនោះធំមែនតើបាទដែលបិសាចនេះនឹងដូចជាមនុស្សយន្តអញ្ចឹងវាបានបញ្ជូនសម្លេងទៅគ្នាវាថារកឃើញជនដែលឈ្លានពានមិនទាន់គាត់អត្តសញ្ញាណខ្ញុំនឹងលុបបំបត្តិគាត់បន្ទាប់មកបិសាចនឹងបានបាញ់កម្មដែលស្មៃចេញពីភ្នែករបស់វាទៅហាន់ដេសុងប៉ុន្តែហាន់ដេសុងបានស្ទុះកិច្ចផុតពីការវាវហាមួយនោះហើយហាន់ដេសុងបានស្ទុះយ៉ាងលឿនដើម្បីយកអាឡោប៉ុន្តែ system បានអាឡូប្រាប់ថាបិសាចភីវៈគ្រឿងយន្តនេះឥឡូវគឺបានអាប់ក្រេតហើយល្បឿននិងអាវុធដែលវាប្រើប្រាស់ដោយខ្លួនឯងគឺបានអាប់ក្រេតទាំងអស់ហើយហាន់ដេសុងបានថាអញ្ចឹងតើមកវាខ្លាំងបែបនេះបន្ទាប់មកអបិសាចនោះបានជាដៃស្ទុះទៅវាប្រហាហាន់ដេសុងប៉ុន្តែហាន់ដេសុងបានលុបកិច្ចផុតហើយហាន់ដេសុងបានជាដៃស្ទុះទៅវាយវាវិញជាមួយពាក្យសម្ដីថាខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីលេងជាមួយអ្នកនោះទេហាន់ដេសុងបានមកត្រូវក្បាលអបិសាចគ្រឿងយន្តនោះដែរធ្វើឲ្យវាផ្កាជើងទៅក្រោយហើយហាន់ដេសុងយើងបានធ្លាក់មកដល់ដីវិញដូចជាធម្មតាហើយអបិសាចនោះបានប្រើម្រាមដៃវាបើកការវាប្រហាទៅកាន់ហាន់ដេសុងប៉ុន្តែហាន់ដេសុងបានកិច្ចផុតហើយហាន់ដេសុងគិតថាមួយនេះពិតជារំខានមែនខ្ញុំគ្រាន់តែត្រូវការកំទេចអាស្នូកណ្ដាលនោះតែប៉ុណ្ណោះវារៀងពណ៌ក្រហមនឹងហើយបន្ទាប់មកហាន់ដេសុងបានស្ទុះទៅវាប្រហាវាប៉ុន្តែវាបានប្រើម្រាមដៃវាដើម្បីរៀបរៀងការស្ទុះមកដល់របស់ហាន់ដេសុងប៉ុន្តែហាន់ដេសុងបានស្ទុះយ៉ាងលឿនជាងល្បឿនដៃរបស់វាបន្ទាប់មកបានជាដៃវាទៅកាន់ស្នូរបស់វាដែលធ្វើឲ្យវាបានខ្ទេចខ្ទីអស់ទៅយើងបានត្រឹមតែឃើញបន្ទុះមួយយ៉ាងខ្លាំងតែប៉ុណ្ណោះហើយហាន់ដេសុងបានកលេចមកក្រោយក៏បានឃើញដុំអ្វីដែលមានរាងពណ៌ក្រហមហើយហាន់ដេសុងបានភ្ញាក់ផ្អើលជាខ្លាំងសាច់រឿងក៏បានកាន់មកដល់ភោជនីយដ្ឋានដដែលយើងបានឃើញច័ន្ទហូរឡើងមកដល់ចុងខាងលើដែលប្រទេសឃើញសាកសពមនុស្សជាច្រើនបានដេកស្លាប់ហើយច័ន្ទហូរនឹងអបិឡាយស្រីមបានភ្ញាក់ផ្អើលជាខ្លាំងហើយក៏លេចទៅមើលសាកសពមនុស្សដែលបានស្លាប់ទាំងអស់នោះពួកគេក៏បានប្រទេសឃើញមនុស្សដែលនៅរស់មួយបានក្អកហើយពួកគេបាននិយាយថានេះហើយគឺជាមនុស្សដែលបាននៅរស់បន្ទាប់មកពួកគេបានស្ទុះយ៉ាងលឿនដើម្បីទៅសួរសុខទុក្ខបរិះដែលបានចិត្តស្លាប់នោះច័ន្ទហូរបានសួរទៅបរិះម្នាក់នោះថាតើអ្នកមិនអីទេហើយបរិះម្នាក់នោះបានតបវិញថានៅហើយច័ន្ទហូរបានតបថាតើអ្នកកំពុងនិយាយអ្វីហើយបរិះមនុស្សនោះបានតបវិញថាគឺនៅពីក្រោយខ្នងពេលដែលបានលឺអញ្ចឹងដែលធ្វើឲ្យច័ន្ទហូរមានការភ័យខ្លាចជាខ្លាំងហើយច័ន្ទហូរបានក្រឡេកទៅពីក្រោយក៏ដឹងថានោះហើយគឺជាបិសាចបន្ទាប់មកអបិឡាយស្រីមបាននិយាយទៅកាន់ច័ន្ទហូរថាប្រញាប់ឡើយយើងឆាប់យកគាត់ទៅជាមួយព្រោះថាអបិឡាយស្រីមអត់ដឹងថាអ្វីនៅពីក្រោយវានោះទេហើយច័ន្ទហូរបាននិយាយថាពេលនេះគឺយឺតពេកហើយអ្នកចាំធ្វើតាមខ្ញុំណានៅពេលដែលខ្ញុំប្រាប់ថាអ្នកផ្លាស់ទីអ្នកចាំផ្លាស់ទីមិនបន្ទាប់មកអបិឡាយស្រីមបានងាកទៅក្រោយជាមួយនឹងពាក្យសម្ដីក្នុងចិត្តវាថាតើអ្នកបានក្រឡេកឃើញអ្វីនៅពីក្រោយខ្នងរបស់អ្នកពេលដែលវាបានក្រឡេកទៅទើបដឹងថានោះជាបិសាចដែលធ្វើឲ្យអបិឡាយស្រីមមានការភ័យខ្លាចជាខ្លាំងហើយច័ន្ទហូរបាននិយាយទៅកាន់អបិឡាយស្រីមថានៅពេលដែលខ្ញុំនិយាយពាក្យថាឥឡូវអ្នកឆាប់រួចទៅកាន់ទ្វារបើអ្នកមិនចង់ស្លាប់ដោយអត់ប្រយោជន៍នៅទីនេះអ្វីគ្រប់យ៉ាងគឺពឹងទៅលើអ្នកបន្ទាប់មកបិសាចនោះបានស្រែកហើយវាស្ទុះមកវាប្រហារនេះទាំងពីរបន្ទាប់មកច័ន្ទហូរបានស្រែកថាពីឥឡូវនេះយើងមិនដឹងថាមានអ្វីកើតឡើងនៅកន្លែងនោះផងសាច់រឿងក៏បានកាត់មកដល់កន្លែងហាន់ដេសុងវិញយើងបានឃើញហាន់ដេសុងឈរទល់ជាមួយនឹងដុំពណ៌ក្រហមនោះហើយហាន់ដេសុងបាននិយាយថាតើនេះវាម្ដងទៀតហើយមែនទេ
ដែលដុំពណ៌ក្រហមនោះគឺជាការស្ដារឡើងវិញរបស់បិសាចឲ្យមានជីវិតម្ដងទៀតពេលដែលបានឃើញបែបនោះហាន់នេះសូងយើងបានដឹងភ្លាមថាវាគឺជាការស្ដារឡើងវិញរបស់បិសាចនោះហើយប្រព័ន្ធបានចេះដំណឹងថាការស្ដារវិញរបស់បិសាចនោះមានចំនួន 10% ហើយប្រព័ន្ធបានលុបរមៀនហាន់ដូចជាច្រើនក្នុងពេលនោះដែរហាន់នេះសូងបានស្ទូលយ៉ាងលឿនដើម្បីវាយប្រហារទៅកាន់ត្បូងនោះបន្តមកហាន់នេះសូងបានឡាទៅពីលើត្បូងពណ៌ក្រហមនោះហើយប្រព័ន្ធបានចេះដំណឹងថាការស្ដារឡើងវិញគឺសល់ 3% ហើយហាន់នេះសូងបាននិយាយថាមួយនេះពិតជារំខានជាបិសាចនោះទៀតបន្ទាប់មកហាន់នេះសូងបានវាសម្រុបទៅត្បូងនោះដែរធ្វើឲ្យមានចំហាអគ្គិសនីយ៉ាងខ្លាំងទោះជាខំវាយយ៉ាងណាក៏ដោយប្រព័ន្ធក៏នៅជឿនដំណឹងថាការស្ដារឡើងវិញមាន 40% បន្ទាប់មកហាន់នេះសូងបានវាយបន្ថែមទៀតប៉ុន្តែការស្ដារឡើងរបស់វានៅតែបន្តឡើងចំនួន 55% ឥឡូវគឺមាន 65% ហើយប្រព័ន្ធបានចំនួននឹង error ជាច្រើនប៉ុន្តែហាន់នេះសូងនៅតែបន្តវាយត្បូងនោះដដែលហើយហាន់នេះសូងបានលើកដៃជាមួយពាក្យសម្ដីថាឆាប់បញ្ឈប់ទៅហើយស្លាប់ទៅប៉ុន្តែមានការរស្មីមួយបាញ់មករកហាន់នេះសូងបានគិតផតហើយហាន់នេះសូងបានកលេចទៅពីក្រៅក៏ដឹងថាជាគ្នារបស់ពួកវាបាននាំយកគ្នាវាមកជាច្រើនដែលខាងស្វែងរបស់ហាន់នេះសូងក៏មានខាងស្ងាមរបស់ហាន់នេះសូងក៏មានបន្ទាប់មកពួកវាបាញ់សម្រុកមកកាន់ហាន់នេះសូងបានស្ទុះទៅខាងលើកិច្ចផុតពីការវាយប្រហាររបស់ពួកអបិសាចនោះទាំងអស់ធ្លាក់មកដល់ដីវិញជាមួយនឹងពាក្យសម្ដីថាខ្ញុំមិនមានពេលលេងច្រើននោះទេព្រោះប្រព័ន្ធបានចូលដំណឹងថាក៏ស្ដារឡើងវិញមាន 98% បន្ទាប់មកហាន់នេះសូងបានស្ទុះយ៉ាងលឿនមិនខ្វល់ពីការវាយប្រហាររបស់ពួកអបិសាចទាំងអស់នោះទេព្រោះអលបឿនដែលពួកវាបាញ់មកហាន់នេះសូងគឺយឺតជាងលបឿនរបស់ហាន់នេះសូងហើយហាន់នេះសូងបានស្ទុះលុតទៅវាយប្រហារត្បូងមួយនោះជាមួយនឹងពាក្យសម្ដីថាងត់ទៅឯងមួយការវាយប្រហារនេះធ្វើឲ្យត្បូងនោះខ្ទេចហើយបញ្ចេញបន្ទុះយ៉ាងខ្លាំងដែលធ្វើឲ្យហាន់នេះបាក់ទៀតថយក្រោយបន្ទាប់មកហាន់នេះសូងបាននិយាយថាបើវានៅតែបន្តបែបនេះទៀតខ្ញុំប្រហែលជាចប់ហើយខ្ញុំត្រូវតែរកវិធីសាស្ត្រផ្សេងដើម្បីយកឈ្នះពួកវាវិធីសាស្ត្រដើម្បីយកឈ្នះពួកវាប្រហែលមាននៅក្នុងការចងចាំរបស់ខ្ញុំត្រូវហើយវាគឺមាននៅក្នុងការចងចាំរបស់ខ្ញុំហើយហាន់នេះសូងមានការឈឺក្បាលជាខ្លាំងព្រោះហាន់នេះសូងកំពុងតែរកវិធីសាស្ត្រដើម្បីឲ្យចងចាំខ្លួនឯងមកវិញបន្ទាប់មកហាន់នេះសូងបានបើកភ្នែកហើយនិយាយទៅកាន់ពួកបិសាចនេះថាទីបំផុតខ្ញុំបានចាំរូបមន្តគណិតវិទ្យាមកវិញហើយពីភាគមុនយើងមិនទាន់ដឹងថាហាន់នេះសូងកាត់ឃើញអ្វីនោះទេសាច់រឿងក៏បានកាន់មកដល់កន្លែងច័ន្ទហូវិញច័ន្ទហូបានស្រែកថាយើងប្រញាប់រត់ទៅកាន់ទ្វារបិសាចនោះវាបានលោតផុតនាងទាំងពីរហើយវាវាយត្រូវថ្មនៅកន្លែងនោះបិសាចនោះបានងាកមកក្រោយឃើញនាងទាំងពីររត់ចិត្តទៅដល់ទ្វារហើយវាបានស្ទុះមកតាមដើម្បីវាប្រហារម្ដងទៀតប៉ុន្តែនាងទាំងពីរបានរត់ចូលទៅខាងក្នុងបានសម្រេចបិសាចនោះបន្តនៅតែបើកោវាប្រហារមកកាន់នាងទាំងពីរប៉ុន្តែដោយសារទំហំរបស់បិសាចនោះធំខ្លាំងពេកដែលធ្វើឲ្យវាលូកចូលបានតែដៃមួយខាងតែប៉ុណ្ណោះបើមើលចំពោះច័ន្ទហូនិងអាប៉ែឡៃស្គីមពួកគេដកដង្ហើមចិត្តនឹងដាច់ខ្យល់ទៅហើយព្រោះហត់ខ្លាំងពេកបាទដោយសារតែមិនឲ្យវាប្រហារនាងទាំងពីរបានបិសាចនោះក៏បានដកថយទៅកន្លែងផ្សេងបាត់ទៅច័ន្ទហូពេលដែលឃើញបិសាចនោះបានដកថយទៅច័ន្ទហូបាននិយាយថាតើយើងត្រឡប់ទៅខាងក្រោមជាមុនសិនសាច់រឿងក៏បានកាន់មកដល់កន្លែងហាន់នេះសូងវិញយើងបានឃើញបិសាចនោះជាច្រើនបានបើកការវាយប្រហារទៅកាន់ហាន់នេះសូងប៉ុន្តែហាន់នេះសូងបានលុបកិច្ចផុតពីការវាយប្រហារទាំងអស់នោះហើយហាន់នេះសូងបន្តស្ទុះទៅខាងមុខទៀតហើយនិយាយថាបន្តិចទៀតគឺដល់កន្លែងនឹងហើយបន្ទាប់មកហាន់នេះសូងបានជន់ពីដើមឈើមួយទៅដើមឈើមួយហើយជន់ជាមួយនឹងដើមឈើចុងក្រោយស្ទុះទៅខាងលើហើយមើលទៅកន្លែងមួយបន្ទាប់មកនិយាយថាវានៅទីនេះហើយហាន់នេះសូងរបស់យើងបានស្ទុះលុតផុតពីកន្លែងនោះក្រោយពីលុតផុតកន្លែងនោះហើយហាន់នេះសូងរបស់យើងក៏បានមកដល់ក្រោមចាប់ប្រាំងមួយហើយឈរយ៉ាងលយទៅកាន់ពួកអបិសាចទាំងអស់នោះពួកអបិសាចទាំងអស់នោះបានឈរចំកន្លែងកណ្ដាលដែលមានដីពណ៌ខុសគេហើយពួកវាបានតម្រៀបជួរគ្នាយ៉ាងអែមតែម្ដងបន្ទាប់មកក៏មានបិសាចមួយបានបញ្ចេញសម្លេងថាត្រូវរបស់យើងគឺមានកន្លែងដែលមានសុវត្ថិភាពខ្ញុំនឹងចាប់ផ្ដើមបើកការវាយប្រហារហើយហាន់នេះសូងរបស់យើងបានលើកដៃកណ្ដាលទៅពួកអបិសាចទាំងអស់នោះហើយនិយាយថាពួកអបិសាចទាំងអស់ឯងនេះគឺមកយឺតហើយនិយាយទៀតថាម៉ាក់យូបន្ទាប់មកយើងក៏បានឃើញដីប្រែហើយមានការរំគោះរំកើជាខ្លាំងហាន់នេះសូងបានញញឹមហើយនិយាយថានេះហើយគឺជាព្រៃរបស់ស្ដេចបិសាចពិតប្រាកដបន្ទាប់មកយើងបានឃើញសត្វចម្លែកមួយហាមាត់ដើម្បីត្រវាក់ពួកអបិសាចមនុស្សយន្តទាំងអស់នោះហើយហាន់នេះសូងបាននិយាយថាអាសត្វបិសាចមួយនេះដូចជាត្រីបាឡែនអញ្ចឹងខ្ញុំបានផ្ដល់ចំណងអាហាររបស់អ្នកគឺច្រើនណាស់តើអ្នកសប្បាយរីករាយដែរឬទេបន្ទាប់មកហាន់នេះសូងបានជួយដៃឯក្បាលហើយនិយាយថាការស្ដារឡើងវិញរបស់ពួកអបិសាចទាំងអស់នោះគឺមិនអាចស្ដារឡើងវិញបាននោះទេព្រោះក្នុងក្រពះរបស់អបិសាចនោះគឺរំលាយពួកគេដោយគ្មានបញ្ហាតែម្ដងហើយ system មកលោកប្រាប់ថាខ្វែរបស់អ្នកទទួលបានជោគជ័យប្រព័ន្ធនឹងកំណត់ឡើងវិញនៅ passive ភាពរហ័សរហួនរបស់អ្នកហើយប្រព័ន្ធក៏បានចាក់អ្វីបញ្ចូលទៅក្នុងខ្លួនរបស់ហាន់ឌីសុងតួមកហាន់ឌីសុងបានក្តាប់ដៃហើយនិយាយក្នុងចិត្តថាតោះបង្ហាញថាម៉ាណារបស់ខ្ញុំកាន់ឡើងដល់កម្រិតណាហើយប្រព័ន្ធបានលុប
ប្រាប់ថាខ្វែទទួលបានជោគជ័យប្រព័ន្ធនឹងផ្ដល់នៅប្រាក់រង្វាន់បន្ថែមទៅកាន់អ្នកហើយប្រព័ន្ធក៏បានផ្ដល់កូនកង្វឹតមួយទៅកាន់ហាន់ឌីសុងហើយប្រព័ន្ធបានលោតជូនដំណឹងថា item នោះមានឈ្មោះថា The Genesis Duster ហើយសមត្ថភាពរបស់វាអ្នកប្រើប្រាស់វាអាចគ្រប់គ្រងវារយៈចម្ងាយ100ម៉ែត្របានហើយវានឹងបង្កើនកម្លាំងទៅដល់អ្នកប្រើប្រាស់វាពេលដែលអ្នកប្រើប្រាស់វាបានប្រើប្រាស់มันណាបន្ទាប់មកហាន់ឌីសុងបានចាប់កាន់កំបិតនោះហើយនិយាយថាអ្នកអាចប្រើប្រាស់វត្ថុនេះបញ្ជាដោយអារម្មណ៍បានហើយហាន់ឌីសុងបានគប់កងកំបិតនោះទៅខាងមុខបន្ទាប់មកកងកំបិតនោះក៏បានហោះមករកហាន់ឌីសុងវិញហាន់ឌីសុងបានចាប់កងកំបិតនោះហើយនិយាយថាកងកំបិតនេះមើលទៅវាគួរឲ្យមានប្រយោជន៍ណាស់ហាន់ឌីសុងបានទុកកងកំបិតនោះទៅក្នុង inventory ហើយហាន់ឌីសុងបាននិយាយថាពេលនេះខ្ញុំគួរតែចាក់ចេញទៅវិញហើយបន្ទាប់មកហាន់ឌីសុងក៏បានបើកច្រកលំហដើម្បីចាក់ចេញទៅវិញយើងបានឃើញអ្នកសារព័ត៌មានសារអំពីច្រកលំហដែលបានលេចឡើងនៅកន្លែងនោះហើយមានអ្នកប្រយោជន៍ទប់ទល់ជាមួយនឹងបិសាចទាំងអស់នោះផងដែរសេចរឿងក៏បានកាត់មកដល់កន្លែងនេះវិញយើងបានឃើញអប live stream អឺតមើលទៅខាងក្រៅហើយវានិយាយថាតើមានវិធីណាដែលធ្វើឲ្យខ្ញុំចាក់ចេញពីកន្លែងនេះបានទេពេលដែលខ្ញុំគិតដល់មនុស្សដែលបានស្លាប់នៅខាងលើវាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ហើយចាន់ហូបាននិយាយថាខ្ញុំក៏ដូចគ្នាដែរពេលដែលខ្ញុំបានគិតទៅដល់មនុស្សដែលស្លាប់នៅខាងលើនោះវាពិតជាគួរឲ្យរន្ធត់ណាស់យើងគ្មានជំរឿអ្វីក្រៅពីចាំក្រុមជួយសង្គ្រោះបានមកដល់កន្លែងនេះទេបន្ទាប់មកអប live stream មានការភ្ញាក់ផ្អើលដែលធ្វើឲ្យចាន់ហូមានការភ្ញាក់ផ្អើលដែរហើយក៏លេចទៅមើលទាំងអស់គ្នាហើយអប live stream បាននិយាយថាតើពួកគេមែនទេគឺជាក្រុមដែលបានជួយសង្គ្រោះពេលដែលចាន់ហូបានមើលទៅគឺគ្មានឃើញអ្វីនោះទេគ្រាន់តែបានលើសម្លេងតែប៉ុណ្ណោះហើយចាន់ហូបាននិយាយថាតើក្រុមអ្នកជួយសង្គ្រោះពេលណាទៅបានមកដល់បន្ទាប់មកយើងក៏បានលើកបន្ទូលជាខ្លាំងដែលធ្វើឲ្យចាន់ហូនិងអប live stream មានការតត់ស្លុតជាខ្លាំងហើយចាន់ហូបានគិតថាតើវាជាបិសាចមែនទេយើងបានឃើញហាន់ឌីសុងសម្លាប់បិសាចនេះរួចបាត់ទៅហើយនិយាយទៅកាន់អ្នកពលនោះថាខ្ញុំបានសម្លាប់បិសាចនេះរួចទៅហើយអ្នកចាប់ចេញមកហើយចាន់ហូមានការសប្បាយចិត្តជាខ្លាំងហើយនិយាយថាហាន់ឌីសុងទីបំផុតអ្នកមកហើយហាន់ឌីសុងតបថាតើខ្ញុំមកទាន់ពេលវេលាកំណត់ដែរឬទេ